ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះស្រីប៉និតមកពីក្រុម ST15 ថ្ងៃនេះក្រុមពួកយើងនឹងធ្វើការបកស្រាយទៅលើប្រធានបទមួយដែលដាក់មកពីលោកគ្រូហេងសុភានៅក្នុងមុខវិជ្ជា Ethics and Law of IT ដែលប្រធានបទថ្ងៃនេះយើងនឹងធ្វើការបកស្រាយតាក់ទងជាមួយទៅនឹង IP in IT ដែល IP in IT នេះនៅក្នុងភាសាខ្មែរយើងមានន័យថាកម្មសិទ្ធិបញ្ញានៅក្នុងវិស័យព័ត៌មានវិទ្យាជាដំបូងខ្ញុំសូមបកស្រាយទៅលើអ្វីទៅជាកម្មសិទ្ធិបញ្ញាកម្មសិទ្ធិបញ្ញាគឺសំដៅទៅលើដល់ការបង្កើតថ្មីនៃបញ្ញានិងគំនិតប្រាជ្ញាស្មារតីរបស់មនុស្សរួមបញ្ចូលទាំងស្នាដៃសិល្បៈនិងកតកម្មកម្មវិធីកុំព្យូទ័រឧស្សាហកម្មជាមួយនឹងផ្លាកឬក៏ម៉ាកសញ្ញាផ្សេងៗហើយចំពោះកម្មសិទ្ធិបញ្ញានេះផងដែរវាត្រូវបានកកើតឡើងនៅក្នុងទសវត្សរ៍ទី60និង70ដែលនៅក្នុងប្រទេសកម្ពុជារបស់យើងកម្មសិទ្ធិបញ្ញាដែលយើងនិយាយនេះតែវាពាក់ព័ន្ធទៅនឹងការការពារដូចមាន5ចំណុចទី1ការការពារទៅលើការ copyright ទី2លើការបានបាត់តង់ហើយទី3តកតងជាមួយនឹងម៉ាកផ្លាកជាហើយផ្សេងៗហើយទី4ជាមួយនឹងការការពារលើការសម្ងាត់ទៅលើបុគ្គលឬក៏តកតងជាមួយស្ថាប័នឯផ្សេងៗហើយចំណុចទី5គឺតកតងជាមួយនឹងការរកឃើញឬក៏ពុំគំរូអ្វីមួយដែលយើងជាអ្នកបង្កើតឡើងអញ្ចឹងដើម្បីឲ្យចំណុចរបស់យើងនេះបកស្រាយកាន់តែល្អខ្ញុំសូមអគុណវត្តធ្វើការបកស្រាយតកតងជាមួយនឹងប្រភេទនៃ IT បាទអរគុណលោកប៉និតសម្រាប់ការផ្ដល់ឱកាសមួយនេះហើយជាដំបូងឡើយខ្ញុំសូមជម្រាបសួរលោកគ្រូនិងស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាអញ្ចឹងនៅក្នុងថ្ងៃនេះដែរគឺខ្ញុំនឹងមកបកស្រាយឬក៏លើកយកប្រភេទ IP នៅក្នុងវិស័យ IT យកមកជជែកគ្នាតែក្នុងនេះយើងមាន copyright បតង់ trademark trade secret utility model មួយទៀតអញ្ចឹងខ្ញុំសូមនិយាយ copyright មុនចុះសិតថាហ្នឹងវា straightforward បន្តិច copyright ឬក៏យើងប្រែជាខ្មែរថាសិទ្ធិអ្នកនិពន្ធហ្នឹងជាសិទ្ធិមួយដែលផ្ដល់ឲ្យដោយច្បាប់ដែលច្បាប់ហ្នឹងគឺនៅ under country ហើយ country នៅ under World Organization មួយហៅថា WIPO ឬក៏ World Intellectual Property Organization អញ្ចឹងប្រទេសដែលស្ថិតនៅ under WIPO ហ្នឹងរួមទាំងប្រទេសយើងផងដែរគឺសិទ្ធិ recognize ថា copyright វាមានតម្លៃយើងសិទ្ធិតែមានច្បាប់ copyright របស់យើងសិទ្ធិនឹងដែរគឺយើងប្រើប្រាស់ដើម្បីទៅការពារស្នាដៃដើមដោយយើងប្រើប្រាស់សកម្មភាពស្របច្បាប់ណាមួយដើម្បីទៅបង្ការស្នាដៃរបស់គាត់ហ្នឹងកុំឲ្យមានគេចម្លងដោយអត់មានការអនុញ្ញាតពីម្ចាស់ដើមឬក៏យល់ព្រមជាមុនពីម្ចាស់ដើមអញ្ចឹងឧទាហរណ៍ខ្លីៗមួយឧទាហរណ៍ថាយើងនៅក្នុងវិស័យ IT ហ្នឹងយើងសរសេរកូដសរសេរ web ចឹងសរសេរចប់អាម្ដុំហ្នឹងគេហៅថា source code យើង store នៅក្នុង repository របស់យើងឬក៏ store នៅណាមួយcopyright ទៅលើ source code របស់យើងដែលយើងទើបតែបង្កើតថ្មីថាបើសិនជាមានគេអ្នកផ្សេងគាត់មកចម្លងកូដយើងដូចគ្នាបែបបិទអញ្ចឹងយើងអាចប្រើប្រាស់ copyright ទៅប្តឹងគាត់បានឧទាហរណ៍មួយទៀតគឺរូបភាពឧទាហរណ៍ថាខ្ញុំជាអ្នកថតរូបអញ្ចឹងខ្ញុំថតរូបបានខ្ញុំដាក់នៅក្នុង web ដាក់នៅក្នុង blog ដាក់នៅក្នុង app របស់ខ្ញុំជាមានអ្នកណាផ្សេង download រូបខ្ញុំយកទៅប្រើប្រាស់នៅកន្លែងណាផ្សេងហ្នឹងពេលដែលម្ចាស់គេ notice ខ្ញុំម្ចាស់ហ្នឹងក៏អាចយកសិទ្ធិ copyright យកទៅប្តឹងគាត់បានដែរមួយទៀតការ design interface ហ្នឹងបើយើងនិយាយយើងធ្លាប់រៀន web ធ្លាប់រៀន mobile app អីចឹងយើងដឹងថាក្នុងនោះវា interface មួយឬក៏អាផ្ទៃចុចនេះហ្នឹងសិតតែត្រូវបាន design អត់ចឹងអានេះជាគំនិតរបស់យើងត្រូវដាក់អក្សរនេះទៅនេះត្រូវដាក់ logo នេះមិនចឹងណាចឹងជាមាន app ឬក៏ web មួយទៀតចេញមក interface ដូចគ្នាហ្មងដូចគ្នាបែបបិទសង្កត់ថាអាច recognize ថាwebsite ថៅប៉ៅរបស់យើងចឹងណាចឹងយើងអាចមានសិទ្ធិ copyright ដល់ក្នុងការប្រតិបត្តិដែរចំណុចទី2នោះគឺបតង់ឬក៏ patent ឬក៏ភាសាខ្មែរយើងហៅថាប្រកាសនីយបត្របកកម្មបតង់ឥឡូវយើងនិយាយថាបតង់ចុះយើងនិយាយភាសាខ្មែរភាសាវាវែងហើយពិបាកអានបន្តិចអញ្ចឹងអាហ្នឹងជា certificate ឬក៏វិញ្ញាបនបត្រមួយឬក៏ license មួយដែលផ្ដល់ឲ្យតែច្បាប់ហើយដើម្បីការពារតកកម្មឬក៏ logic ឬក៏និយាយមកឲ្យខ្លីថា certificate មួយហ្នឹងគឺយើងយកទៅការពាររបបកំណើតថ្មីរបស់យើងតកកម្មគឺជាឬក៏ logic ហ្នឹងគឺជាគំនិតរបស់តកកដែលយើងយកទៅប្រើប្រាស់ដើម្បីធ្វើជាដំណោះស្រាយសម្រាប់បញ្ហាណាមួយនៅក្នុងវិស័យបច្ចេកវិទ្យាឬក៏ក្នុងវិស័យ IT បើយើងនិយាយបំបត្តិឲ្យខ្លីទៅ copyright ហើយនឹងបតង់ copyright តាក់ទងទៅនឹង original work បតង់តាក់ទងទៅនឹងរបបកំណើតថ្មីបើយើងនិយាយទៅវានៃវាស្តៀងគ្នាមែនទេបើ original work យើងជាអ្នកបញ្ចេញគំនិតថ្មីដែលគំនិតហ្នឹងអត់ទាន់ exist ពីមុនឡើយប៉ុន្តែ
សម្រាប់បតង់គឺវាការពារទៅលើរបបអង្គថ្មីអាហ្នឹងរបបអង្គថ្មីក៏ដូចថាអត់ទាន់មានរឿងទៅថាបតង់វិធីសាស្ត្រដើម្បី encrypt code វិធីសាស្ត្រដើម្បី zip នេះហ្នឹងអត់ទាន់មានអ្នកហៅឃើញហ្នឹងវាស្តៀងគ្នាប៉ុន្តែ yes yes វាស្វ័យវត្តវាស្តៀងគ្នាមែនអាហ្នឹងក៏ជាអីដែលខ្ញុំធ្លាប់ច្រឡំគ្នាពេលដែលខ្ញុំអានវាដែរប៉ុន្តែពេលដែលខ្ញុំអានវាចឡើងទៅវាខុសគ្នាវាមាន3ចំណុចខុសគ្នាសំខាន់វាជាបើនិយាយពី copyright សិទ្ធិអ្នកនិពន្ធហ្នឹង apply ទៅលើស្នាដៃណាដែលគាត់បង្កើតឡើងខ្លួនគាត់អត់មានទៅ copy ឬក៏ចម្លងពីអ្នកគេម្នាក់ឯងប៉ុន្តែសម្រាប់បតង់វិញត្រូវតែជារបស់អង្គថ្មីដែលអត់ធ្លាប់មានពីមុនមកឧទាហរណ៍ copyright ដូចនឹងធ្លាប់និយាយ design យើង copy ទៅយើងមានសិទ្ធិ copyright តែដឹងគេមិនប៉ុន្តែបតង់ជារបស់អង្គថ្មីដែលអត់ធ្លាប់មានពីមុនមកឧទាហរណ៍ដូចជាWinRAR បាច់និយាយអា .RAR file ពីក្រោយហ្នឹងយើងខ្ចប់ដូចថា file សរុប 10G ហ្នឹងដល់ពេលយើង zip វាទៅវាសល់ប្រហែលសល់ 2G សល់ 4G អញ្ចឹងវា save space ត្រង់ហ្នឹងអាហ្នឹងសិតតែប្រើ algorithm ហ្នឹងមែនទេយេអាហ្នឹងដំណោះស្រាយក្នុងការ compress file យេដំណោះស្រាយក្នុងការ compress file ដំណោះស្រាយក្នុងការសម្អាតទិន្នន័យសម្អាតនេះដូច Google អីអញ្ចឹងគេសិតតែមាន algorithm របស់គេមែនទេអាហ្នឹងសិតតែជារបបមួយថ្មីណាអញ្ចឹងយេមួយទៀតគឺ copyright គឺវា apply ទៅលើស្នាដៃដែលគាត់បង្កើតឡើងភ្លាមអញ្ចឹង copyright ហ្នឹងវា effective នៅលើ work របស់គាត់ភ្លាមប៉ុន្តែសម្រាប់បតង់គឺអត់ទេយើងទៅ copyright យើងបង្កើតអី original ហើយវា apply ទៅលើហ្នឹងទាំងអស់បើមិនជាយើងនៅក្នុងប្រទេសដែលនៅក្នុងអង្គការវិពោហ្នឹងប៉ុន្តែសម្រាប់បតង់វិញគឺយើងត្រូវចុះបញ្ជីនៅតាមប្រទេសមួយនៅតាមក្រសួងរបស់យើងហ្នឹងយើងត្រូវការចុះបញ្ជីខុសគ្នា copyright មានអូតូបតង់ត្រូវការទៅ register ឬក៏ទៅបញ្ចុះបញ្ជីហើយចំណុចទី3សំខាន់គេបើនិយាយពី copyright ស្នាដៃវាអាចមានដូចគ្នាគេថាខ្ញុំគិត A សាពេលភាគី B ម្នាក់ទៀតគេគិតឃើញ A យ៉ាងដែរអញ្ចឹងណាគាត់ថានិយាយទៅមនុស្សពីរនាក់ហ្នឹងបាញ់ព្រួយទៅគំនិតចូលគ្នាតែមួយប៉ុន្តែវិធីដែលគាត់បង្កើតអានឹងមកមិនគឺអត់ដឹងទេប៉ុន្តែឱកាសចង់និយាយថា chance ដែលអាហ្នឹងវាកើតឡើងគឺវាកម្រប៉ុន្តែវាមិនមែន0ទេវាមិនមែនអត់មានសតតែវាអាចមានអញ្ចឹងណាថាខ្ញុំបង្កើត website ដើម្បីស្វែងរកបុគ្គលិកដែលមាន technology ចេះដែលវា smart មិនយើងប៉ុណ្ណឹងយើង apply CV រៀបចំ profile ចប់ហើយវាអាច apply យើងអូតូទៅហោណានេះ make up ទេហើយដល់ពេលមិនដែរគាត់បង្កើតអញ្ចឹងដូចគ្នាតែគាត់មានគំនិតអញ្ចឹងដូចគ្នាហ្នឹងវាអាច exist ប៉ុន្តែករណីហ្នឹងដែរវាលើកលែងលុះត្រាណាតែខ្ញុំមិនដែរអត់ស្គាល់គ្នាមិនមែនបាច់តែអត់ស្គាល់គ្នាសំខាន់មើលអត់ដឹងចិត្តគ្នាអត់ដឹងខ្ញុំអត់ដឹងថាម្ដែនគាត់ធ្វើម៉េចម្ដែនអត់ដឹងថាខ្ញុំធ្វើម៉េចអាហ្នឹងវាអាចជាករណីលើកលែងមួយដែរប៉ុន្តែសម្រាប់បតង់វិញឧទាហរណ៍ខ្ញុំរករបបអង្គថ្មីមួយឃើញថា algorithm ដើម្បីសម្អាតទិន្នន័យដើម្បី encrypt ទិន្នន័យថ្មីអញ្ចឹងឲ្យវាទូ 10G សល់100មេអញ្ចឹងឧទាហរណ៍អញ្ចឹងខ្ញុំអាចយកអា methodology របស់ខ្ញុំហ្នឹងទៅ register ជាទៅ register បតង់ហ្នឹងហើយបើសិនជាមានពីណាគេទៅរកឃើញអាហ្នឹងម្ដងទៀតគឺបានន័យថាអត់ original ទេអញ្ចឹងឧទាហរណ៍ថាលេខមាន100ខ្ញុំរកឃើញខ្ញុំរកឃើញនិយាយមិនឲ្យស្រួលស្ដាប់ទេឧទាហរណ៍ថាលេខមាន100ប៉ុន្តែលេខសរុបមាន100នៅក្នុងនឹងតាមតែអ្វីដែលយើងរកឃើញសប្ងៃបានតែ98ទេតែខ្ញុំរកឃើញ99ប៉ុន្តែខ្ញុំយកអារបស់អង្គថ្មីរបស់ខ្ញុំលេខ99ហ្នឹងយកទៅចុះបតង់ហើយស្រាប់ពេលម្ដែងមកសាក្រោយគាត់រកឃើញ99ដែរអញ្ចឹងអាហ្នឹងអត់ទេខ្ញុំមានសិទ្ធខ្ញុំជារបស់ខ្ញុំជាអ្នករកឃើញលេខ99ថ្មីហើយនៅលេខ100ទេអាហ្នឹងគាត់អាចមានសិទ្ធទៅរកអីផ្សេងយ៉ាងទៀតទៅនិយាយទៅដូចថាបើសិនជា work យើង register ជាបតង់ហើយ exist មានតែមួយអត់អាចមាន2ឬ copyright បានទេអញ្ចឹង exist មានតែមួយហ្នឹងម្ចាស់ដើមគេអាចយកសិទ្ធិរបស់គាត់យកទៅដឹងភាគីម្ខាងទៀតបានហើយភាគីទី2អាចនឹងប្រឈមមុខច្បាប់អីចឹងទៅសម្រាប់ចំណុចទី3គឺយើងនិយាយពី trademark ឬក៏យើងនិយាយភាសាខ្មែរម៉ាកយីហោហ្នឹងអាហ្នឹងគឺជាអត្តសញ្ញាណមួយ
ឬក៏សញ្ញាដែលយើងមើលឃើញផ្នែកដូច logo ដូចអីហ្នឹងហើយយើងអាចសង្កល់បានតាមលក្ខណៈខុសគ្នានៃទំនិញឬក៏សេវានៃស្ថាប័នមួយហើយម៉ាកហ្នឹងដែរបើសិនជាម៉ាកប្រើប្រាស់សម្រាប់ទំនិញហៅថាពាណិជ្ជសញ្ញាហើយបើសិនជាម៉ាកហ្នឹងប្រើសម្រាប់សេវាកម្មរបស់គាត់ហៅថាសញ្ញាសេវាសញ្ញាបើ trademark ហ្នឹងយើងនិយាយដូច logo ដូចឈ្មោះអញ្ចឹងមកថា ABA Mobile អញ្ចឹង trademark របស់គេមួយឬក៏ logo ក្រុមហ៊ុនមួយអញ្ចឹងបើមានអ្នកគេផ្សេង come up with ឈ្មោះហ្នឹងឬក៏ logo ហ្នឹងដែរអាហ្នឹងយើងអាច apply IP ហ្នឹងទៅសួរគាត់បានអញ្ចឹងនេះវាអត់មានទេយើង easy ស្រួលយល់ទេ logo ឈ្មោះ brand និយាយទៅ branding តាក់ទង branding មួយទៀតគឺ utility model ឬក៏យើងនិយាយជាភាសាខ្មែរថាគំរូមានអត្ថប្រយោជន៍នោះបើយើងនិយាយទៅជា blueprint មួយដែលធ្វើឲ្យរបស់ដែល existing ហ្នឹងវា better វាអត់មានអីវាអត់ make change ទៅលើពិភពលោកខ្លាំងទេឧទាហរណ៍ថាអំពូលគេបង្កើតឡើងតាំងឆ្នាំណាឆ្នាំណីអញ្ចឹងអានោះវា make change ទៅលើពិភពលោកខ្លាំងមែនទែនប៉ុន្តែមកដល់ឥឡូវយើងមានអំពូលដូចគ្នាប៉ុន្តែវាអាចមានភ្លើងពណ៌ក្រហមពណ៌ខៀវពណ៌លឿងនិយាយពណ៌ RGB ពណ៌ចម្រុះអញ្ចឹងវាអាចមានអញ្ចឹងដែរហ្នឹងគេហៅថា utility model ហើយយើង make something better អញ្ចឹងឧទាហរណ៍ថា keyboard គេមានទេពីមុនមានយូរហើយមានតាំងពីកុំព្យូទ័របង្កើតឡើងដំបូងប៉ុន្តែសួរថា keyboard ពីមុនហើយ keyboard ឥឡូវមួយណាsuperជាងច្បាស់ជា keyboard ឥឡូវ keyboard ពីមុនចុចទៅគេអីចឹងចុចចេញអត់ response អីចឹងប៉ុន្តែឥឡូវទៅ technology keyboard ម៉ៅទូរស័ព្ទអីហ្នឹងគឺវាទំនើបខ្លាំងហើយវាចង់ថាវា comfort ក្នុងការប្រើប្រាស់អញ្ចឹងimprovement make change ឲ្យវា better improvement ហ្នឹងគេហៅថា utility model ឬក៏បើយើងនិយាយអាហ្នឹងទៅមួយបតង់អានោះរបស់កំពុងថ្មីវា make change ខ្លាំងទៅលើពិភពលោកប៉ុន្តែមួយទៀតមិនមែនថាវា make change ខ្លាំងទៅលើពិភពលោកទេចង់និយាយថាយ៉ាងហោចណាស់វា make big change តែ utility model វា make it better មួយ find something new មួយទៀត make something better ប៉ុណ្ណឹងពីរនឹងខុសគ្នាអញ្ចឹងyeah ហើយចំណុចចុងក្រោយនោះគឺ trade secret ឬក៏យើងប្រែជាខ្មែរថាការសម្ងាត់ពាណិជ្ជកម្មហ្នឹងឬក៏និយាយទៅ trade secret ឬក៏ការសម្ងាត់ពាណិជ្ជកម្មហ្នឹងជាការសម្ងាត់នៃព័ត៌មានរបស់អង្គភាពឬក៏ស្ថាប័នមួយដែលឬក៏អាជីវកម្មមួយឬក៏ business មួយនិយាយទៅព័ត៌មានសម្ងាត់នៅក្នុង business មួយដែលព័ត៌មានទាំងអស់ហ្នឹងអាចឲ្យគាត់មាន competitive edge ឬក៏អាចមានឥទ្ធិពលខ្លាំងគាត់ព័ត៌មានទាំងអស់ហ្នឹងវាជួយក្រុមហ៊ុនគាត់ឲ្យឡើង top នៅក្នុង market នៅក្នុងវិស័យ IT វាអាចជា source code វាអាចជា algorithm ឬក៏វិធីសាស្ត្រមួយដែលយើងប្រើប្រាស់នៅក្នុងក្នុងស្ថាប័នដែរប៉ុន្តែផ្នែកវិទ្យាវិទ្យាឧទាហរណ៍ trade secret ហ្នឹងដូចជា Google Analytics ឬក៏ Google Search Engine អញ្ចឹងអានោះសុទ្ធតែជា algorithm ដែលជាការសម្ងាត់របស់គេអត់មានបែកធ្លាយទៅណាបានទេប៉ុន្តែអាហ្នឹងវាអត់មាន protect ដោយ IP ទេឬក៏និយាយទៅអា trade secret ហ្នឹងគឺគាត់ត្រូវការពារខ្លួនឯងអត់មានយកទៅ register អត់មានយកទៅអីបានទេប៉ុន្តែស្ថាប័នមួយវាគេអាចមានប៉ុន្តែស្ថាប័នមួយគេអាចមានវិធីសាស្ត្រមួយចំនួនដែល picture នោះគឺទី1គឺកំណត់សិទ្ធិនៃការប្រើប្រាស់ឬក៏ access control ឬក៏យើងហៅថា role based access control ធម្មតានៅក្នុងស្ថាប័នមួយធំអញ្ចឹង user internal system ឬក៏នេះអញ្ចឹងគឺសិតតែត្រូវមាន access control ទាំងអស់មិនអាចឧទាហរណ៍ថា feature 100អញ្ចឹងបុគ្គលិកក្នុងនេះ 100000 នាក់ត្រូវតែ access feature នោះបានទាំង100ឯងអញ្ចឹងគេអាចកំណត់មួយចំនួនតូចឲ្យប្រើបានប៉ុណ្ណេះមួយចំនួនតូចនេះប្រើបានប៉ុណ្ណេះហ្នឹង access control អាហ្នឹងបើយើងនិយាយទៅអាចថា code repo ឬថា developer 100 នាក់អញ្ចឹង code repo មួយអញ្ចឹង10 នាក់នេះមានសិទ្ធិអីខ្លះទៅលើ repo មួយហ្នឹង10 នាក់ទៀតមានសិទ្ធិអីខ្លះទៅលើ repo មួយហ្នឹង management គាត់មានសិទ្ធិធំជាងគេចឹងឧទាហរណ៍មួយទៀតវិធីមួយទៀតដែលស្ថាប័នគាត់និយាយទៅវា most common way ដែលស្ថាប័នគាត់ប្រើប្រាស់គឺយើងមានជាកងត្រា NDA នៅពេលចុះកងត្រាម្ដងភាគច្រើនស្ថាប័នគឺគាត់មានអាកណ្ដាល NDA ឬក៏ non disclosure agreement
អអញ្ចឹង non disclosure agreement ហ្នឹងមកតាមនេះទៅវានៅក្នុងกระดาษហ្នឹងគេ list ថាភាគីទី3អឺมันអាចធ្វើចេះមួយចុះមួយភាគទី3មិនត្រូវតែការពារចេះមួយចុះមួយហើយចុចទៅក្រុមទៅយើងសញ្ញេអញ្ចឹងចាហ្នឹងវាជាផាតមួយនៃការសញ្ញេកុងត្រាជាមួយនឹងស្ថាប័នធំនិយាយទៅស្ថាប័នធំឲ្យតែមានកระดาษកុងត្រាគឺវាសិតតែត្រូវមាន NDA ទាំងអស់មិនខ្ញុំអាចថាបានដែរប៉ុន្តែដូចជាស្ថាប័នធំដូចជាពេលដែលគេរើសបុគ្គលិកអីដងអញ្ចឹងពេលដែលបុគ្គលិកនឹងជាប់ហើយគេទៅសញ្ញាកុងត្រាអញ្ចឹងគេមាន NDA នឹងមួយគេមានកระดาษ NDA នឹងមួយឲ្យគាត់រៀបទៅសញ្ញាមួយទៀតការប្រើប្រាស់ពាក្យឬក៏ស្លាកសញ្ញា confidential នៅលើចុងกระดาษនៅក្នុងកុងត្រានៅក្នុងกระดาษហ្នឹងតើកាលណា contain ព័ត៌មានដែលរសើបឬក៏ព័ត៌មានដែល sensitive ឬក៏ព័ត៌មានសម្ងាត់និយាយខ្លីអញ្ចឹងគេត្រូវតែមកពាក្យថា confidential អាចជាពណ៌ឲ្យមួយ electro លើកណ្ដាលក៏ធម្មតាវានិយាយពីឯកសារយើងវាសខ្មៅទេធម្មតាសខ្មៅអញ្ចឹងគេអាចដាក់ស្លាក confidential នៅពណ៌បៃតងពណ៌ទឹកក្រូចឬក៏ពណ៌លឿងអីចឹងតាមនឹងឲ្យវា electro ទៅដល់ពេលអ្នកនិយាយមកគេគ្រាន់តែបើកមកปุ๊បគេឃើញហ៎ព័ត៌មានហ្នឹងជាព័ត៌មានសម្ងាត់អញ្ចឹងត្រូវដឹងតែភាគីទី3ហើយនឹងស្ថាប័នប៉ុណ្ណឹងឯងហើយអាហ្នឹងក៏អាច apply ទៅលើ technical document ដែរ technical document ជា document ចែកទេសមួយដែលបើគេថាជា guideline មួយក្នុងការប្រើ system ក៏អាចជាអីផ្សេងនៅក្នុងស្ថាប័នហ្នឹងទៅគេអាច mark confidential នោះនៅចំកណ្ដាលហ្នឹងឯងអញ្ចឹងមាន case មួយទៀតដែរដោយសារតែ trade secret ហ្នឹងវាអត់ត្រូវបានចុះបញ្ជីឬក៏ protected ដែរអីទេអញ្ចឹងក្នុង in case ថាបើសិនជា trade secret ឬក៏ព័ត៌មានសម្ងាត់ពាណិជ្ជកម្មហ្នឹងត្រូវបានបែកធ្លាយព័ត៌មានហ្នឹងនឹងត្រូវបាត់បង់អូតូឲ្យព្រោះដោយសារវាធ្លាយទៅបាត់ហើយព័ត៌មានទាំងអស់ហ្នឹងអត់មានត្រូវបានការពារទៅប្តឹងទៅអីបើថាប្តឹងអាចដែរមិនមែនអាចវា possible ហើយវាត្រូវតែ yes ត្រូវតែក្រុមហ៊ុនត្រូវប្តឹងអ្នកដែលធ្វើឲ្យបែកធ្លាយហ្នឹងឯងហ្នឹងក្នុង in case ថាបើសិនជាព័ត៌មានសម្ងាត់ហ្នឹងត្រូវបានបែកធ្លាយអញ្ចឹងដោយសារតែ trade secret ហ្នឹងគឺអត់មានត្រូវបែរ register អីទេគឺស្ថាប័នគាត់ត្រូវ enforce restrict ការពារខ្លួនគាត់បើសិនជាព័ត៌មានទាំងអស់ហ្នឹងត្រូវបានបែកធ្លាយអញ្ចឹងវាត្រូវបានបាត់បង់ forever ហើយអីដែលគាត់អាចធ្វើបានគឺអាចប្តឹងឬក៏ចាត់វិធានការអីអាហ្នឹងតាម compliance តាម regulator របស់គាត់អីចឹងណាបាទចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយអ្នកទាំងអស់គ្នាអាចមានសំណួរទេមិនដែរទៅលើការបែកធ្លាយឬក៏ trade secret ហ្នឹងអាហ្នឹងក្រុមហ៊ុនគួរតែមានយន្តការពារបន្ថែមទៀតឬក៏ទៅលើបុគ្គលឬក៏បុគ្គលិកដែរមិញនេះគុណវត្តឯងនិយាយមកដូចបានច្រើនដែរមិនដែរតកតងទៅលើការ access control តកតងទៅលើ NDA confidential ចុះបើសិនជាករណីហ្នឹងវានៅតែបែកធ្លាយតើក្រុមហ៊ុនហ្នឹងនឹងមានយន្តការពារបន្ថែមឬក៏មានធីសាឬក៏ត្រូវធ្វើម៉េចជាមួយនឹងអ្នកដែលធ្វើឲ្យបែកធ្លាយអញ្ចឹងឬក៏ត្រូវធ្វើអង្កេតបន្ថែមទៀតអត់ព្រោះថាយើងដឹងស្រាប់ហើយថាការងារហ្នឹងនៅពេលដែលវាមិនទាន់ចុះបញ្ជីមិញកូនบอกឯងថាការងារហ្នឹងនៅពេលដែលមិនទាន់ចុះបញ្ជីមានន័យថាហ្នឹងនៅពេលបែកធ្លាយហ្នឹងហើយនៅពេលដែលបែកធ្លាយគឺអូតូម៉ាទិកគឺបាត់បង់ការពារដោយសារប្រវត្តិអញ្ចឹងតែហ្នឹងយើងមានអ្នកដែលប្រព្រឹត្តអាហ្នឹងវាអាចមានលទ្ធផលបែបម៉េចនៅពេលដែលធ្វើរឿងអញ្ចឹងទីមួយនិយាយសាមញ្ញទៅគឺគាត់ blacklist នៅក្នុងស្ថាប័នហ្នឹងឬក៏គាត់ blacklist នៅក្នុង industry មួយគាត់ថាក្នុង finance អញ្ចឹងឬក្នុង banking គាត់ blacklist នៅក្នុងវិស័យមួយហ្នឹងអញ្ចឹងណាថាគាត់ប្រឈមនឹងការ terminate ហ្នឹង100%មកនេះថា100% case មួយទៀតគឺគាត់ត្រូវប្រឈមមុខច្បាប់ឬក៏អាចជាទារសំណងជាប់ពន្ធនាគារអញ្ចឹងអាហ្នឹង in case ថាព្រោះហ្នឹងជា crime មួយព្រោះអាហ្នឹងជាចង់និយាយទៅជា criminal និយាយទៅគាត់ violate policy ក្រុមហ៊ុននេះអញ្ចឹងគាត់អាចឬក៏ possible គឺប្រឈមមុខច្បាប់បើសិនជាក្រុមហ៊ុនគាត់ប៉ុណ្ណឹងអាហ្នឹងcase ដែលកើតឡើងពីច្រើនវាសិតតែអញ្ចឹងទាំងអស់មែនទេបែកធ្លាយដឹងថាប្រឈមមុខនឹងច្បាប់ហើយ yes ហើយមួយទៀតដើម្បីឲ្យស្ថាប័នហ្នឹងរឿង enforce trade និយាយទៅ enforce កុំឲ្យមានleak ឬក៏បែកធ្លាយអីព័ត៌មានសម្ងាត់ទាំងអស់ហ្នឹងគេ enforce វា for sure គេត្រូវតែ enforce រហូតទេប៉ុន្តែដោយសារតែភាគច្រើនបើយើងនិយាយមួយម៉ាត់ឲ្យខ្លីថាស្ថាប័នហ្នឹងកាលណាកាន់តែធំ
វាកាន់តែជា high target របស់ពីខាង internal អញ្ចឹងណាឥឡូវនិយាយពីប្រទេសអាមេរិកមួយពីណាក៏ស្គាល់និយាយទៅ US of A មួយពីណាក៏ស្គាល់ដែរហើយសួរគេ target ច្រើនអត់ច្រើនអញ្ចឹងស្ថាប័នកាន់តែធំគាត់កាន់តែខ្លាយជា target មួយដ៏ធំសម្រាប់អ្នក internal ពីក្រៅគ្រប់រូបអញ្ចឹងcase ដែលត្រូវបាយធ្លាយហ្នឹងវាអាចថាបានថាវាជា import ទេយល់តែចង់និយាយថាយើងអាចបង្ការបាន99ទេវា chance វា protect បាន99ទេតែមិនមែន 100% សុទ្ធទេ ផ្សេងមានអីឆ្ងល់ តោះមានផ្សេងមានអីទៀតទេ ចុះនៅ ខ្ញុំដូចជាអត់មានអីឆ្ងល់ឃើញក្បោះក្បាយមែនទេ ការចុះបតង់ហ្នឹងយើងត្រូវចុះនៅណាវិញ អញ្ចឹងផ្នែកសំណួរហ្នឹងខ្ញុំសុំឆ្លើយកាត់ជំនួសគុណវត្តតិចទៅដោយសារតែអាហ្នឹងខ្ញុំដឹងដែរតើតើនៅចំណុចដើម្បីយើងចុះបតង់និយាយថាយើងចុះនៅស្ថាប័នណាអញ្ចឹងស្ថាប័នដែលយើងត្រូវចុះគឺវាមានច្រើនតែវាទៅតាមផ្នែកមួយដែលគុណវត្តលើកឡើងដូចជាមានប្រមាណចំណុចដូចជាមាន trademark មាន copyright មានបតង់មានអីជាដើមអញ្ចឹងទៅអញ្ចឹងអ្វីដែលខ្ញុំដឹងគឺតកតនឹងបតង់យើងអាចទៅក្រសួងឧស្សាហកម្មដើម្បីយើងចុះបតង់ហើយទៅលើ copyright នេះយើងអាចទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីស្នើសុំក្នុងការចុះបតង់ហើយខ្ញុំបញ្ជាក់ទៅតាមនីតិវិធីរបស់គេមិនមែនទៅដល់យើងអត់អស់លុយណាត្រូវមានការបង់ប្រាក់ទៅតាមនីតិវិធីរបស់គេបន្ថែមទៀតទៅតាមបតង់ឬក៏ទៅតាម copyright registration ដែលយើងចង់ទៅចុះបញ្ជីហ្នឹងអ្វីដែលខ្ញុំដឹងអរគុណថាពីវត្តគាត់បានបកស្រាយតកតងជាមួយទៅនឹងប្រភេទនៃ IP នៅក្នុងព័ត៌មានវិទ្យាអញ្ចឹង yes ចំណុចបន្ទាប់បងដែនគាត់នឹងមានចំណុចបន្ថែមទៀតតកតងជាមួយនឹង IP ដែរតែគាត់នឹងនិយាយទៅលើផ្នែក software ទៅឲ្យបងហ្នឹងហើយអញ្ចឹងសូមគោលទូនទីនឹងឲ្យបងគាត់ធ្វើការបកស្រាយតកតងជាមួយនឹង topic បាទជាដំបូងសូមអរគុណអាណិតដើម្បីទុកឱកាសឲ្យខ្ញុំបកស្រាយទៅនៅចំណុចរបស់ខ្ញុំហើយជាបន្តមកទៀតសូមជម្រាបសួរលោកគ្រូហើយនឹងសួស្តីទៅអ្នកដែលមានវត្តមាននៅក្នុងvideo call conference ដើម្បីយើងជជែកវែកញែកឬក៏យើងជជែកគ្នាអំពី IP នៅក្នុង IT ហ្នឹងអញ្ចឹងមកដល់ចំណុចហ្នឹងយើងបានស្ដាប់រួចហើយពីគ្នាយើងនិយាយពីប្រភេទរបស់ IP មាន trademark មានបតង់មានអីមាន copyright អញ្ចឹងទៅប៉ុន្តែមកដល់ចំណុចរបស់ខ្ញុំគឺខ្ញុំនឹងបកស្រាយអំពី application នៅក្នុង IP វិញតើយើងគួរតែធ្វើរបៀបម៉េចឬក៏យើងនឹងទៅពេលដែលយើងមាន software យើងត្រូវធ្វើម៉េចដើម្បីឲ្យវាទៅតាមច្បាប់នីតិវិធីដើម្បីការពារទៅលើ application របស់យើងអញ្ចឹងជាដំបូងខ្ញុំសូមនិយាយអំពីនៅក្នុងវិស័យ IT ចំពោះ application ដែលយើងមានអញ្ចឹងកម្មសិទ្ធិបញ្ញាដែលត្រូវបានប្រើប្រាស់នឹងវាមានច្រើនវាមាន copyright មានបតង់ជាដើមតែទាំងអស់ហ្នឹងគឺវាការពារ automatic ទៅលើអ្នកដែលបង្កើត application ឬក៏អ្នកដែលបង្កើត software ហ្នឹងអញ្ចឹងមានន័យថារាល់ការពារ automatic ហ្នឹងគឺមានន័យថាគឺលើកទឹកចិត្តដល់អ្នកដែលបានបង្កើតដល់អ្នកដែល design UI ដល់អ្នកបង្កើត mobile app ហ្នឹងដើម្បីគាត់មានទឹកចិត្តក្នុងការធ្វើទៀតឧទាហរណ៍ថាបើសិនជាយើងអត់ប្រើច្បាប់ឬក៏ IP ហ្នឹងទៅ implement ទេមានន័យថាជិបប្រាក់អ្នកដែលមានទឹកចិត្តក្នុងការបង្កើតថ្មីគាត់បង្កើតទៅអីបើបង្កើតហើយមានគេយកទៅប្រើដោយជាលក្ខណៈជាសាធារណៈអញ្ចឹងណាអត់បានផលប្រយោជន៍ឲ្យគាត់ទេពេលខ្លះដូចយើងនិយាយភាសាសាមញ្ញណាពេលខ្លះ developer ត្រូវការអង្គដែរអញ្ចឹងណាអញ្ចឹងចំណុច3ដែលខ្ញុំលើកឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាស្ដាប់គឺទី1គឺមានផ្នែកទៅលើ computer software ដែលយើងហៅថាពីច្រើនគេហៅថា computer science ឬក៏ computer software ដើម្បីមានន័យថាដូចជាកម្មវិធីដែលប្រើនៅក្នុង computer ហើយមួយទៀតគឺយើងពេញនិយមសប្តាហ៍ថ្ងៃដែរគឺ mobile application ដែលភាគច្រើនគេអ្នកខ្លះគេនិយាយពី app នៅក្នុងទូរស័ព្ទមាននេះមាននោះអីចឹងទៅដូចយើងលើកឧទាហរណ៍ថាអ្នកខ្លះបើនិយាយថាទូទៅបើយើងនិយាយ mobile application ទៅមនុស្សទូទៅអាហ្នឹងគាត់ប្រកាសជាឆ្ងល់ទៅអីគេអាហ្នឹងតែបើនិយាយពីបើជំនាន់បងគឺកម្មវិធី360ហ្នឹងអាហ្នឹងគេក៏ស្គាល់ដែរថាហ្នឹងជា app អីចឹងណាថតរូបថតអីចឹងទៅណា Visa 12អាហ្នឹងគេស្គាល់ច្រើនជាងអញ្ចឹងមួយទៀតចំណុចទី3ហ្នឹងគឺ
web design nhưng web design ក៏ជាការបង្កើតឬក៏ជាការច្នៃប្រឌិតដើម្បីដែលវាជា unique ដែរពេលខ្លះអ្នកខ្លះទៅក៏ស្អាតដែរបងពេលខ្លះបងដូចបងធ្លាប់ធ្វើដែរទៅលើ web design ប៉ុន្តែភាគច្រើនមកមើលទៅឧទាហរណ៍បងនិយាយដូចលីហួយណាគាត់ធ្វើអា front end ហ្នឹងមានថាវាចង់ថាវាមានភាពតាក់ទាញវាមានភាព unique អាហ្នឹងវា automatic ទៅអាហ្នឹងមានន័យថាអាហ្នឹងដូចជាកណិតស្នៃប្រឌិតរបស់គាត់អញ្ចឹងណាអាហ្នឹងក៏ច្បាប់ហ្នឹងការពារដែរបើសិនជាអាហ្នឹងជារបស់យើងយកកណិតរបស់យើងទៅធ្វើអាហ្នឹងឧទាហរណ៍អញ្ចឹងមកសរុបជារួមមកវិញគឺមាន3ចំណុចទី1 computer software mobile application ហើយនិង web design អញ្ចឹងចំណុចទាំង3ខាងលើហ្នឹងគឺវាការពារដោយសិទ្ធិអ្នកនិពន្ធណាដូចបងលើកខាងដើមអញ្ចឹងគឺមានន័យថារាល់ការសរសេររាល់ការរចនាមុខងារឬក៏ធ្វើអីជាស្នាដៃរបស់ខ្លួនឯងហ្នឹងគឺ automatic គឺអាហ្នឹងជាកម្មសិទ្ធិរបស់យើងឯងអញ្ចឹងនៅពេលដែលយើងធ្វើហើយយើងបង្កើតហើយតើយើងមានអាជ្ញាប័ណ្ណឬក៏វិធីណាដើម្បីយកទៅឲ្យយើងប្រើអញ្ចឹងនៅក្នុងក្រុមហ៊ុនឬក៏ជានិយាយថាយើងអ្នករៀនខាង IT ហ្នឹងយើងយល់ពីពាក្យថា deploy ធ្វើម៉េចឲ្យ user យើងបានប្រើប្រាស់ហ្នឹងអញ្ចឹងណាអញ្ចឹងទី1បងសុំលើកឧទាហរណ៍ទៅដល់ក្រុមហ៊ុន IT ចាស់ក្រុមហ៊ុន IT មួយនៅពេលដែលយើងមានក្រុមហ៊ុនជា IT ហើយក្រុមហ៊ុនបែបជា technology ហើយអញ្ចឹងមានថា application ទាំងអស់ហ្នឹងបូករួមទាំង web design បូករួមទាំង mobile application បូករួមទាំង computer software ហ្នឹងអាហ្នឹងវាលែងជា application ហើយបើភាសានៅក្នុង company គេនិយាយថាហ្នឹងដូចជា product របស់ក្រុមហ៊ុនគេ product គេលក់អីគេលក់ software អីអញ្ចឹងណាហ្នឹងបានទៅដល់ category ទៅរួមមកដល់3បងនេះខាងលើវាឆ្ងាយតែវាជនគេនិយាយរួមគឺ product ឯងមានន័យថាក្រុមហ៊ុនហ្នឹងមាន product អីខ្លះអញ្ចឹងក្រុមហ៊ុននៅពេលដែលគេ build computer software ឬក៏ website design មួយគឺ web application មួយគឺមានន័យថាមុននឹងគេ deploy ទៅឲ្យ user ប្រើគេគិតថាគេត្រូវប្រើអាជ្ញាប័ណ្ណឬក៏គេត្រូវប្រើវិធីណាដើម្បីទៅដល់ដៃ user អញ្ចឹងមកមានចំណុច2ដើម្បីមកប្រាប់គ្នាយើងថា company គេមានផ្លូវ2ដើម្បីឲ្យយើងប្រើប្រាស់ application របស់គេទី1គេហៅថា open source អាហ្នឹងភាគច្រើនយើងដឹងហើយថាឲ្យតែពី open source បាច់គេនិយាយថារបស់ហ្នឹង free អញ្ចឹងភាសាសាមញ្ញប៉ុន្តែបើយើងនិយាយនៅក្នុង IT ក៏ពាក្យថា open source អាហ្នឹងរបស់ឲ្យ free ហើយ free គ្រប់យ៉ាងអញ្ចឹងយើងអាចយកមកប្រើបានយើងអាចយកមកកែបានអញ្ចឹងណាអញ្ចឹងមិននិយាយថាកូដនឹង free បើនិយាយកូដនឹង free ដូចអត់ចូលសាច់រឿងមួយគេទេអញ្ចឹងណាតែបើនិយាយថាអាកូដហ្នឹង open source អាហ្នឹងចូលមួយគេតិចគេអញ្ចឹងជាមួយទៀតការលក់សិទ្ធហ្នឹង priority ហ្នឹងគឺមានន័យថាដូចក្រុមហ៊ុនខ្លះគេលក់ software គេលក់ one off មានន័យថាទិញទៅ maintenance យើងអាចជួល service maintenance របស់គេអាហ្នឹងឧទាហរណ៍ណាតែមែនតើភាគច្រើនដូច in cash បងទិញ software គេធ្លាប់ទិញ software គេ one off ចឹងមែនអញ្ចឹងយើងទិញមកកូដហ្នឹងនៅយើង deploy យើងអីចឹងទៅតែហ្នឹងយើងបង់លុយគេហើយតើយើងបង់លុយគេបើយើងមានសិទ្ធិប្រើប្រាស់អញ្ចឹងណាអូខេអញ្ចឹងទៅលើអាជ្ញាប័ណ្ណទាំងពីរហ្នឹងបងយើងទី1 open source ទី2 priority ហ្នឹងអាហ្នឹងជាផ្លូវ2ដែល company ឬក៏យើងជា developer ហ្នឹងយើងដឹងថាគួរតែឲ្យ user របស់យើងប្រើក្នុងផ្លូវមួយណាអញ្ចឹងណាអញ្ចឹងទៅលើអាជ្ញាប័ណ្ណ open source អាហ្នឹងបើនិយាយថា open source ក៏វាមានអាជ្ញាប័ណ្ណមកវាដែរមិនមែនថា free ហើយមិនបានត្រូវមានអាជ្ញាប័ណ្ណយើងអ្នកយកមកប្រើយើងអត់ដឹងទេប៉ុន្តែអ្នកដែលបង្កើតគេដឹងថាយើងapplication ហ្នឹងឬក៏ library របស់ហ្នឹងវាជា open source មែនប៉ុន្តែយើងមានអាជ្ញាប័ណ្ណមួយដើម្បីបញ្ជាក់ថាអាហ្នឹងរបស់យើងអញ្ចឹងណារបស់បុគ្គលនេះរបស់គុណវត្តអីចឹងទៅរបស់លីហ៊ូអីចឹងទៅឧទាហរណ៍ថាអាហ្នឹងវាជាថាទោះបីយើងឲ្យគេ free មែនក៏ដឹងថាfounder ណាគេមកពីណាគេអ្នកធ្វើអញ្ចឹងណាមានកំណត់ចេញពីណាមិនមែនថាអត់ដឹងថាវានៅសុកចេញវាអត់មានហ្នឹងសុកដឹងអាហ្នឹងមកពីណាមកពី AI ខ្ញុំសុំគេប្រើដែរខ្ញុំដឹងមកពីណាហ្នឹងមកអាហ្នឹងវាគេមានតែពាក្យច្រើន open source វាមាន license មកវាគឺវាមានគឺ MIT ពាក្យច្រើនគឺសម្បូរ MIT មានន័យថាហ្នឹងគឺជាអង្គភាពមួយគឺជា license មួយដែលគេប្រើ worldwide ហ្នឹងមានន័យថាឥឡូវបងលើកឧទាហរណ៍មួយក្នុងយើងអត់ដឹងថាឧទាហរណ៍ថាយើងបង្កើត project Laravel មួយយើងអត់ដឹងថា project ហ្នឹងអ្នកណាអ្នក build អ្នកណាអ្នកអីទេប៉ុន្តែនៅពេលដែលយើងធ្វើ
module មួយយើង push វាចូលទៅក្នុង repo ក្នុង Git ណា Git automatic វាស្គាល់អាហ្នឹងមកវាស្គាល់ថាអាហ្នឹងបោះ Laravel ហើយ Laravel under MIT អាហ្នឹង automatic មកវាដឹងមកអញ្ចឹងមានន័យថានៅលើប្រព័ន្ធអ៊ីនធឺណិតពាក្យថាMIT ហ្នឹងគឺវាមានន័យថាដូចទី Laravel ហ្នឹងវា under នៅ MIT ហ្នឹងគឺខាងអ៊ីនធឺណិតឬក៏ Git ហ្នឹងគេដឹងឯថាហ្នឹងនៅក្រុម under អ្នកណាអ្នកធ្វើអញ្ចឹងណាអញ្ចឹងវាមិនមែនមានតែ Laravel វាមាន React វាមាន jQuery វាមាន Node.js វាមាន Ruby មាន Bootstrap អីជាដើមអញ្ចឹងមានន័យថាកូនវាយដែលធ្លាប់ឃើញណាបាខាងឆ្វេងបាខាងឆ្វេងនៅខាងក្រោមនឹងមានន័យថាបើសិនជាយើង push code អីចូលទៅវាចាប់ផ្ដើមចេញជាឧទាហរណ៍ថាឥឡូវយើងប្រើ palette ប៉ុន្មាន%យើងប្រើ Node.js ប៉ុន្មាន%តែសួរថាអាហ្នឹងមិនបានវាដឹងហ្នឹងហ្នឹងមិនវាដឹងអាហ្នឹងអាហ្នឹងស្រាប់ដោយសារ GitHub វាស្រាប់តែជាកន្លែង code repository អញ្ចឹងក្នុង file អីអញ្ចឹងនិយាយថាយើង push ចូលមួយវាsẽ track change ក្នុងហ្នឹងហ្នឹងហ្នឹងហើយអញ្ចឹងហេតុអីវាអត់ដឹងទេវាដឹងយើងនេះអាហ្នឹងយើងមានន័យថាវាដឹងយើងអញ្ចឹងហ្នឹងបើលើ technical វិញភាគច្រើនវា extension file ដូច .js .ts អីហ្នឹងវាមើលតែប៉ុណ្្នឹងវាតែ extension file វាស្គាល់ស្គាល់ថាហ្នឹងហើយវាប្រាប់យើងថា node ហ្នឹងនៅ under អីគេ license មួយណាអញ្ចឹងណាហ្នឹងហើយជា power of open source អញ្ចឹងឥឡូវយើងនិយាយមកផ្នែកមួយទៀតគឺ priority តាមពិតទៅវាអត់ទលំទលាយដោយសារតែភាគច្រើនសម័យថាបើសិនជាបងលុយនៅស្រុកយើងអត់ទៅមានអ្នកប្រើតែបើ crack server ហ្នឹងហើយទូទៅអូខេអញ្ចឹងឥឡូវ Premiere Pro យកទៅកាត់វីដេអូទៅ free ក៏បង់លុយឥឡូវផលិតនៅក្នុង mobile អត់ទេ free ក្នុង mobile app free តែឥឡូវយើងមកដល់ចំណុច priority ហ្នឹងគឺមានន័យថាកម្មសិទ្ធិផ្ទេរសិទ្ធិមានន័យថាកម្មសិទ្ធិផ្ទេរសិទ្ធិទៅឲ្យអ្នកណាដើម្បីប្រើប៉ុន្តែសួរថាមិន one off ហើយនឹងផ្ទេរសិទ្ធិខុសគ្នាបើ one off ផ្ទេរសិទ្ធិកម្មសិទ្ធិដែរប៉ុន្តែយើងទិញលក្ខណៈ one off ទាំង source code ទាំងមានន័យថា code algorithm អីគឺ file ហ្នឹងមកលើយើងបងអញ្ចឹងតែបើផ្ទេរសិទ្ធិគេហៅថាភាគច្រើនយើងនិយាយទីហោថារាល់ថ្ងៃយើងទាំងអស់គ្នាដឹងស្រាប់ហើយថាយើងមាន Microsoft Office ត្រូវឲ្យយើងប្រើ Office ទាំងអស់គ្នាត្រូវហើយ Microsoft Windows ទៅបីជាអត់ប្រើ Microsoft ក៏យើងប្រើ10អញ្ចឹងមានន័យថាអស់ហ្នឹងគឺគេលក់ជាលក្ខណៈ license មានន័យថាយើងទិញ license គេមកប្រើអញ្ចឹងpriority នេះមានន័យថាបង់លុយគេហើយបើយើងបាន license មកយកមកប្រើអាហ្នឹងមានន័យថាបង់លុយហើយបានប្រើហ្នឹងហើយជាផ្លូវមួយដែលថាផ្គត់ផ្គង់អង្គទៅខាង developer ដែរហ្នឹងណាអាហ្នឹងទូទៅគឺនៃរបស់កម្មសិទ្ធិផ្ទេរសិទ្ធិហ្នឹងគឺប៉ុណ្ណឹងអញ្ចឹងមានន័យថាយើងទិញ license គេយកមកប្រើតែបើអត់ទិញមានន័យថាវាពិបាកក្នុងការប្រើប៉ុន្តែឥឡូវភាគច្រើនយើងចំណាំមើលថាឥឡូវតាំងពី Office Microsoft Windows ឥឡូវសិតតែ license ទាំងអស់ទៅហើយយ៉ាបងអត់ដូចមុនទេតែខ្ញុំឆ្ងល់ខ្ញុំនឹងមួយត្រង់ថា software crack ហើយ software license វាបើតាំងណិតញោ software crack ធម្មតា crack by individual មែនទេដូចថាខ្ញុំជា hacker អញ្ចឹងខ្ញុំ crack software ហ្នឹងបានដែរតែសួរថាខ្ញុំនៅ support application មិនមែនតែឯងទេអត់ទេយេប៉ុន្តែសម្រាប់ license software ដូចបើ software អីយើងមានបញ្ហាមាន bug មានអីចឹងវាអាច report ទៅបានមែនទេហ្នឹងហើយនឹងអាច report ទៅបានតែតាមពិតពួកអាហ្នឹងដូចជាមិនចាំបាច់ report ហ្នឹងមានន័យថាពួកវាមានន័យថាវា track bug យេប៉ុន្តែសម្រាប់ហ្នឹងប៉ុន្តែសម្រាប់ software ប៉ុន្តែសម្រាប់ software crack វិញគឺ crack មកភ្លាមដូចថា app ហ្នឹង release មក version 1ចា version 1 បាត់ច្រើនណាគេ crack version 1យកមកឲ្យយើងប្រើversion 1សិតតែបាក់ហើយយើងខែទេអត់អាហ្នឹងនេះថាការនេះណាបើថាកម្រិតដល់ពួកយើងអាហ្នឹងនិយាយចឹងអត់ត្រូវវាថាបើគេ crack version 1 automatic គាត់អាចឡើង version បានហើយបើសិនជាគាត់ឡើង version គឺដាច់ crack គាត់មានថាគាត់កម្មវិធីខ្លះវាត្រូវតាsubscribe សិនឬក៏ទិញ license សិនមិននៅពេលដែលគាត់ update យើងលើកឧទាហរណ៍ថាយើងធ្លាប់install adapt Acrobat ពេលខ្លះយើង install ហើយមានន័យថាយើង crack វាអត់ដាច់ណា
វាទាយើងអាប់ដេតពេលអាប់ដេតហើយគឺវាទា license យកមកហើយទា license ហើយកុំសម័យទៅទា license ហើយ load អាផ្ទាំង license នឹងមកហើយកុំសម័យថា crack តទៀតបានអត់បានទេលុះថាតែ uninstall ហើយនេះមកវិញអាហ្នឹងមិនយើងតទៅទៀតបានអាហ្នឹងហើយអាហ្នឹងជា priority របស់ក្រុមហ៊ុនគេអាហ្នឹងជាក្រុមហ៊ុនមួយទៅក្រុមហ៊ុនមុនគេមានវិធីដើម្បី control អស់ហ្នឹងហើយ trade secret ហើយមួយទៀតទៅលើយុទ្ធនាការវិញឥឡូវយើងនិយាយពីមិញយើងនិយាយពី open source យើងនិយាយពី priority ទៅលើ application អញ្ចឹងគឺថាតើក្រុមហ៊ុន IT មួយបើសិនជាយើងមានការលក់នឹងហើយមានការ open source ហើយមានការលក់នឹងហើយប៉ុន្តែក្រុមហ៊ុនត្រូវមានយន្តការអីបន្ថែមទៀតដើម្បីការពារទៅដល់បុគ្គលិកឬក៏ផលប្រយោជន៍របស់បុគ្គលិកអញ្ចឹងអានេះយើងនិយាយដល់ផលប្រយោជន៍របស់បុគ្គលិកឯងមិនចឹងក្រុមហ៊ុនបុគ្គលិកទៅធ្វើការអីគេមានផលប្រយោជន៍មាន benefit អានឹងជាការសម្រេចចិត្តរបស់គាត់ត្រូវទេប៉ុន្តែក្រុមហ៊ុនគេមាន agreement បន្ថែមទៅលើ IT នៅពេលដែលគេបើកក្រុមហ៊ុនដើម្បី build application មួយអញ្ចឹងគេមាន agreement មួយ employee individual មួយទីថាតាមផ្នែក supervisor ត្រូវ handle អីមាន agreement ផ្សេងដូចគុណវត្តបានលើកឡើងខាងលើអញ្ចឹងគឺគេមាន access control មានន័យថា access control ក៏វាតាម level របស់ employee ទេត្រូវទេវាមិនថា officer level អាច access ចូលប្រហែល CEO ទេអត់ទេអាហ្នឹងរាប់ដាក់ដើម្បីចូលប៉ះពាល់ដល់ផ្ទៃក្នុងរបស់គេអញ្ចឹងបងលើក agreement 3ចំណុចដែលយកមកប្រាប់គ្នាយើងថាទី1គេហៅថា work for Harian Cloud ហ្នឹងមានន័យថារាល់ការបង្កើតថ្មីទាំងអស់ឬក៏រចនាឬក៏ធ្វើ app ធ្វើអីនៅក្នុងម៉ោងយើងធ្វើការហ្នឹងជាអូតូម៉ាទិកអាហ្នឹងផ្ទេរសិតទៅឲ្យក្រុមហ៊ុនហើយយើងមានថាដងលើទីហោលីហ៊ូមុនហ្នឹងបងនិយាយមកផ្នែកទៅលើថាអ្វីដែលលីហ៊ូឯងធ្វើអ្វីដែលលីហ៊ូឯង design គឺបោះលីហ៊ូឯងទៅហើយហ្នឹងប៉ុន្តែនៅក្នុង employee agreement ហ្នឹងអ្វីដែលលីហ៊ូឯងធ្វើនៅក្នុងម៉ោងធ្វើការហ្នឹងអាហ្នឹងវាបោះក្រុមហ៊ុនវិញណាកុំច្រឡំតែបោះខ្លួនឯងអាហ្នឹងមានន័យថាយើងយកអាសមត្ថភាពរបស់យើងទៅទិញម៉ោងទៅលក់ម៉ោងអីគេឲ្យលុយមកយើងអញ្ចឹងអាហ្នឹងលែងជារបស់យើងអាហ្នឹងនៅក្នុងកុងតាអាហ្នឹងយើងគួរមើលច្បាស់កន្លែងហ្នឹងដើម្បីបញ្ជាក់ថាអ្វីដែលយើងធ្វើនៅក្នុងក្រុមហ៊ុនដូចទីហោថាយើង save module មួយអញ្ចឹងណា module register អាហ្នឹង automatic design ស្អាតហ្នឹងរបស់ក្រុមហ៊ុនទៅអាចទៅទៀតថាហ្នឹងដល់ពេលយើងថ្ងៃណាមួយយើងចេញពីយើងឈប់ពីក្រុមហ៊ុនហ្នឹងយើងទៅធ្វើ freelance ហ្នឹងយើងយកអា mode ហ្នឹងយកដាក់ឲ្យគេដែរអាហ្នឹងអាចមានបញ្ហាឯក្រោយហ្នឹងហើយអាហ្នឹងខ្ញុំចាប់ពីការខ្ញុំចង្អេកុងត្រាគេឃើញគេដាក់លើកចំណុចហ្នឹងឡើងដែរគេហ្នឹងហើយគេអានបាយធ្លាយសោះកូដសោះអីហ្នឹងសិតតែជួបin real cache ខ្លួនឯងអាហ្នឹងផ្សំឲ្យថាអាហ្នឹងជាបើនិយាយថាអាហ្នឹងជាបទបញ្ញត្តិប្រឈមមួយដែរហើយមួយទៀតការផ្ទេរសិទ្ធិមានន័យថាមុនហ្នឹងបងនិយាយអំពីលីហ៊ូនៅក្នុងក្រុមហ៊ុនមួយតែឥឡូវលីហ៊ូនៅក្នុងក្រុមហ៊ុនផ្សេងឬក៏ freelance អញ្ចឹងគេមានចំណុចមួយទៀតគេហៅ assignment of right ហ្នឹងមានន័យថារាល់លីហ៊ូឯងធ្វើ module លក្ខណៈជា freelance មិន freelance ក៏ដោយនៅក្នុងក្រុមហ៊ុនក៏ដោយតែបងនិយាយមិញថា freelance ចោះលើកទីហោ freelance ចោះអញ្ចឹងក្រុមហ៊ុនគេមានន័យថាគេជួលលីហ៊ូឯងឲ្យធ្វើ design ឬក៏ module ឯមួយអញ្ចឹងគេមាន assignment of right ហ្នឹងមួយឲ្យលីហ៊ូឯងពេញឲ្យសញ្ញេទៅលើនឹងមានន័យថាអ្វីដែលលីហ៊ូឯងទៅសេទាំងអស់គឺត្រូវតែផ្ទេរទៅឲ្យក្រុមហ៊ុនមានន័យថានៅពេលដែលលីហ៊ូឯងធ្វើអា module ហ្នឹងហើយបងលុយគេបងលុយចប់ហើយត្រូវហ៎អាហ្នឹង automatic នៅក្នុង agreement ហ្នឹង assignment of right នេះមានន័យថាហ្នឹងយើងផ្ទេរសិទ្ធិឲ្យគេហើយអញ្ចឹងអាហ្នឹងដូចខេសខាងលើយើងអាចយកអាហ្នឹងទៅប្រើនៅក្រុមហ៊ុនផ្សេងបានទៀតអញ្ចឹងណាអាហ្នឹងក៏បត់ប្រឈមដែរហើយមួយទៀតកិច្ចសន្យាសម្ងាត់ confidential ហ្នឹងអាហ្នឹងខាងគ្នាយើងបានរៀបរាប់ខាងលើមិញដូចយល់បានច្រើនទេទាក់ទងនឹងfeature នៅក្នុងកុងត្រាគេមានfeature គេដូចគុណវត្តនិយាយថាមាន color ដើម្បី note អីមួយថាមើលអាហ្នឹងទៅវាលៀងលេចធ្លោជាងគេនិយាយគាត់ទាញกระดาษមកដឹងហ្មងមកអត់ទៅជួបអាហ្នឹងឯងមកអត់ទៅជួបអាហ្នឹងមកជួបអាលក្ខណៈថាសាមញ្ញអា old school អា watermark ហើយពពផ្ទាំង confidential ពីលើអាប៉ុណ្ណាណីហ្មងអាហ្នឹងអញ្ចឹងមានន័យថា confidential នៅលើ watermark ហ្នឹងគឺគេផ្ដោតសំខាន់ទៅលើ red script ដែលដូចគេយើងបានលើកខាងលើទាក់ទងលើ code algorithm
customer profile មានថាអាហ្នឹងគឺដូចនិយាយអញ្ចឹងវាអាចមានបទបញ្ញត្តិឬក៏មានច្បាប់ការពារហើយក៏មានច្បាប់ការពារម្ចាស់មានច្បាប់ដាក់ទោសទៅលើអ្នកដែលប្រព្រឹត្តខុសអញ្ចឹងណាអញ្ចឹងតាកតងនឹងក្នុងពេលធ្វើការក្រោយពេលធ្វើការនៅក្នុងចំណុចបោះចប់នៅក្នុងចំណុចបោះចប់ employee agreement ហ្នឹងគេមានចំណុច confidential ហ្នឹងហើយមានន័យថារាល់ចំណុចប្រមាណមានថា code algorithm customer profile customer ID customer និយាយទៅឲ្យតែ customer profile គឺអាចបែកធ្លាយបានអញ្ចឹងมันបញ្ជាក់ថាចេះទេមានន័យมันនៅក្នុងពេលវេលាណាមួយទេគឺគ្រប់ពេលមានណាក្នុងអំឡុងពេលធ្វើការក៏គេអាចឲ្យបែកធ្លាយក្រោយពេលយើងឈប់ក៏គេអាចឲ្យបែកធ្លាយដែរchứអាហ្នឹងបើសិនជាបែកធ្លាយអាហ្នឹងដូចគ្នាយើងបានលើកខាងលើអញ្ចឹងគឺវាអាចប្រឈមនឹងមុខច្បាប់អីអញ្ចឹងទៅគេអាចប្តឹងផ្ដាល់អីវែងឆ្ងាយទៀតហើយវាមាន threat script protection ដូចគ្នាយើងបានរៀបរាប់មាន control access មាន NDA ហ្នឹងស្រាប់តែយើងត្រូវដឹងហើយនៅពេលដែលយើងខ្លាចជា IT នៅយើងធ្វើការនៅក្នុងក្រុមហ៊ុន IT អាហ្នឹងយើងគួរតែប្រយ័ត្នប្រយែងយើងគួរតែមានអីដើម្បីដាក់ដឹងខ្លះមិនថាគេឲ្យសញ្ញេយកទៅសញ្ញេអាហ្នឹងណាអញ្ចឹងបងមានតែប៉ុណ្្នឹងហើយបងឯកសារដែលបងយកមកគឺអាចនិយាយឬក៏ប្រាប់ទៅគ្នាយើងមកប៉ុណ្្នឹងហើយមានកន្លែងណាឆ្ងល់បន្ថែមទៀតទេខ្ញុំអត់មានកន្លែងឆ្ងល់តែមានកន្លែងលើកឧទាហរណ៍មែនតើមកចឹងខ្ញុំធ្លាប់ធ្វើចែកអាហ្នឹងមកហ្នឹងហើយអាច share អាហ្នឹងបានខ្ញុំធ្លាប់ធ្វើ freelance ឲ្យគេមួយរបៀបថាជា company មួយចឹងតែគេខ្វះ project developer គេរវល់ហើយអញ្ចឹងគេ outsource មកយើងអញ្ចឹងហ្នឹងហើយគាត់ថាគេ pay per project ចឹងហ្នឹងហើយអញ្ចឹងពេលដែលធ្វើអាហ្នឹងគឺយើងត្រូវសញ្ញាកុងត្រាថាយើងធ្វើហើយយើងត្រូវបកគោល source code ទាំងមូលឲ្យគេ own អាហ្នឹងគេគ្រាន់តែទិញម៉ោងឲ្យយើងធ្វើដូចបងដែនគាត់និយាយមកហ្នឹងហើយដែលខ្ញុំបានជួបមែនតើអូខេហ្នឹងអញ្ចឹងយក design យក style យកអីតាមហ្នឹងឬក៏អាចយើង expose key អីដែរវាជា secret សំខាន់អញ្ចឹងគឺយើងអាចនឹងប្រឈមនឹងការសងវ័យសងអីអាហ្នឹងសើសញ្ញាកុងត្រាសើអីដែរកាលនោះឥឡូវមានន័យថាvideo conference ហ្នឹងចំណេញមានន័យថាបងនិយាយពី document ហើយនេះហួរលក្ខណៈ real cash មានន័យថាមែនតើណាគឺចំណេញទាំងសងខាងគឺសិតជួបមែនតើហើយនឹងមានឯកសារយោអញ្ចឹងនិយាយថាភាសាគេនិយាយថាសាក់សីនៅរស់ទាំងសងខាងសាក់សីនៅរស់ទាំងហ្នឹងហើយចឹងហើយសាក់សីនៅរស់ប្រុសមុខ4ដល់សារឥឡូវយើង4នាក់ប៉ុន្តែខ្ញុំធ្លាប់ជួបករណីហ្នឹងតែម្ដងហ្មងខែពីហ្នឹងគេឲ្យយើងធ្វើហើយគេឲ្យយើង maintain អញ្ចឹងយើង own ទាំងអស់ហ្នឹងហើយគេអត់ដែរថាអូចង់និយាយថាយក design ហ្នឹងទៅ apply លើ website ផ្សេងក៏គេថាអីដែរដូចគេអត់ថាអីអញ្ចឹងគេអត់នេះគេឲ្យតែយើងធ្វើហើយយើង maintain យើង own code ហ្នឹងហ្មងអាហ្នឹងបើវាដូចបងនិយាយមួយលីហួយពីម្សិលហ្នឹងពេលខ្លះយើងអត់ទាន់ល្បីវាអត់ទាន់មាន case ហ្នឹងហើយដូច case individual ដែល Microsoft គេចាប់អីចឹងឧទាហរណ៍ថាហ្នឹងវាយើងអត់ទាន់ល្បីយើងល្បីនឹងបញ្ហាដូចគ្នាអូខេអញ្ចឹងបងមានប៉ុណ្ណឹងអញ្ចឹងបងសូមផ្ទេរទៅ host វិញដើម្បីគាត់បន្តកម្មវិធីហ្នឹងទៅមុខទៀតបាទសូមអរគុណបាទអរគុណបងដែនតែបានបកស្រាយតកតងមួយនឹងយើងធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្រងទៅលើកម្មវិធីឬក៏ website ឬអីក៏ដោយតែយើងអាចឲ្យដល់ user របស់យើងប្រើប្រាស់និយាយទៅវិធីសាស្ត្រទៅម៉េចការពាររបស់យើងដើម្បីឲ្យ user ប្រើប្រាស់ទៅលើផ្លូវគឺថា free ឬក៏ទិញ license អញ្ចឹងបើតាមបងបកស្រាយមិញយើងត្រូវចូលរួមគ្នាដើម្បីចែកកទៅ developer ផងយ៉ាទិញ license មកប្រើទិញ license ទៅ developer ឲ្យគាត់មានកញ៉ាំខ្លះផងወይថា software ឬក៏អ្វីមួយដែលធ្វើបានកើតឡើងនោះយើងចំណាយ resource ច្រើនបាទហើយក៏ឃើញថាមាន case អីផ្សេងដែលតាក់ទងនឹងនៅស្រុកខ្មែរមិនថាស្រុកខ្មែរយើងស្រុកខ្មែរយើងមានភាគតិចទេដោយសារតែយើងទៅតែនិយាយថា Gen Z ជំនាន់ក្រោយនេះទេប៉ុន្តែសម្រាប់ស្រុកគេគឺ case តែធ្ងន់កើតឡើងអញ្ចឹងចំពោះ case ហ្នឹងខ្ញុំនឹងផ្ដល់ទូនទីហ្នឹងទៅឲ្យលីហូពួកគាត់ respond ទៅដល់ការ research តាក់ទងជាមួយនឹង case កម្មសិទ្ធិបញ្ញាហ្នឹងអញ្ចឹងលីហូជួយបកស្រាយជាមួយនឹង case បាទជាបន្តទៅនឹងប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយពី3ចំណុចនៅក្នុង topic ដូចជាមានដូចជា piracy
plagiarism និង IP theft បាទដំបូងខ្ញុំលើកឡើង piracy មកនិយាយអញ្ចឹង piracy ហ្នឹងគេ piracy ហ្នឹងគឺការប្រើប្រាស់ software ឬក៏ digital product មួយដែលវាជារបស់ដែលត្រូវ pay ប៉ុន្តែយើងប្រើ free ហើយអត់បាន permission ពីគេគឺថាយើងលួចប្រើទាំង free អញ្ចឹងហ្នឹងន័យវាតោះថាបើឧទាហរណ៍ជាក់ស្ដែងគឺដូចជា game អីខ្ញុំជឿជាក់ថាគ្នាយើងត្រូវធ្លាប់ crack game អីcrack គេ download crack មិនមែនជា crack ណាច្រឡំ crack hacker យើងមិនអាចតន់មានសមត្ថភាពធ្លាប់ហើយអត់ទេអញ្ចឹងនៅពេលដែលយើង download crack game មកមានថាគ្នាដឹងឲ្យក្នុងកន្លែងគេលក់ក្នុង game ហ្នឹងតម្លៃលក់ថ្លៃអញ្ចឹងយើងអាចមានសមត្ថភាពឬក៏យើងអត់ចង់ pay អញ្ចឹងយើង download crack មកលេងមកវាល្អមិនវាល្អទេល្អសម្រាប់កប៉ៅខោយើងហ្នឹងហើយយើងអត់ថ្លៃលុយតែយើងបានរបស់ហ្នឹងហើយប៉ុន្តែដូចបងដាននិយាយអញ្ចឹងគឺដាច់បាយ developer ហើយបាទប៉ុន្តែវាក៏មានផលអត់ល្អច្រើនដែរដូចគេអាចបង្កប់ Trojan ឬក៏គេអាចបង្កប់មេរោគអីចឹងណានៅក្នុង crack ហ្នឹងអញ្ចឹងហើយដល់ពេលយើង run ទៅយើង allow permission ឲ្យវា run លើ laptop អញ្ចឹងទៅយើងដឹងថាវាធ្វើអីខ្លះអញ្ចឹងណាអញ្ចឹងវាថាវាអត់ខ្ជួរដូច game គេដែលយើង pay មែនតើអីទេអាហ្នឹងលើកឧទាហរណ៍ជាក់ស្ដែងលើ game ហើយមួយទៀតគឺពួក Adobe ឬក៏ Office អីចឹងណាដូច Word អីហ្នឹងក៏គេ crack ច្រើនដែរអាហ្នឹងយើងត្រូវតែដឹងហើយយើងត្រូវតែធ្លាប់ប្រើរបស់ crack ចឹងអញ្ចឹងអញ្ចឹងវាអាហ្នឹងវាជាការដូចវាជាវា illegal ដែរអញ្ចឹងណាវាខុសក្រមសីលធម៌ដែរមានថាគេខំចំណាយញើសឈាមគេទៅធ្វើឲ្យថតថា game មួយអញ្ចឹង game មួយបើមុំយ៉ាងហោចណាក៏បើតាមខ្ញុំជឿយ៉ាងហោចណាក៏6ខែដែរមិនមែនតិចទេដើម្បីឲ្យវា up and running ហើយវា smooth អញ្ចឹងវាមិនតិចទេវាចំណាយ resource ចំណាយ developer អញ្ចឹងក្រុមហ៊ុនមួយគាត់តែចេញ game មួយ release game មួយហ្នឹងគឺត្រូវការ resource ច្រើនមែនតើហើយគាត់ចាយលុយច្រើនមែនតើដែលលក់ឲ្យយើងក្នុងតម្លៃមួយដែលក្រុមហ៊ុនហ្នឹងគិតថាសមរម្យទៅតែភាគច្រើនយើងនេះទេយើងអត់ pay ដើម្បី download ទេគឺយើងdownload crack យកមកលេងអញ្ចឹងវាប៉ះពាល់ដល់ក្រុមហ៊ុនគេខ្លាំងមែនតើនឹង developer គេខ្លាំងមែនតើអញ្ចឹងយ៉ាវាមានចំណុចអត់ល្អច្រើនដូចខ្ញុំលើកឡើងអញ្ចឹងវាមានអាចមាន virus អាចមានអីអញ្ចឹងសម្រាប់ចំណុចល្អគឺយើងចុចល្អគឺវាថ្លៃពេកយើងអាច afford វាបានយើងទៅ apply ហ្នឹងយើងធ្លាប់តែ download ទេ crack អញ្ចឹងគ្នាយើងយល់មិនដែរចំពោះចំណុច piracy ហ្នឹងមានអីចង់លើកបន្ថែមខ្ញុំក៏យល់ថារបស់ crack ហ្នឹងជាទូទៅយើង download មកមិនមែនថា crack ហើយវានេះយើងឃើញស្រាប់ថាពេលខ្លះយើង crack ហើយទៅឃើញមានលុបពាណិជ្ជកម្មទៅអាហ្នឹងក៏រឿងបើសិនជាគេដឹងថាអ្នក crack ហ្នឹងជាពីណាគេអាហ្នឹងសិតតែមានរឿងវិធមុខវិស្វប់ខ្លាំងណាស់ព្រោះអីគេធ្វើដើម្បីលក់ប៉ុន្តែយើងយកមកចែក free ប៉ុន្តែទាញផលប្រយោជន៍ពីរបស់គេទៀតនិយាយទៅចេះនិយាយម៉ាត់ឲ្យខ្លីបើយើងជា end user នៃផលិតផល crack បើសិនជារបស់នឹង free បើសិនជាផលិតផលនឹង free យើងវិញជាផលិតផលរបស់គេហ្នឹងហើយយល់ទេ if it is free you are the product ចង់ចំណេញណាចំណងហ្នឹងចង់ចំណេញណាចំណងដូចឧទាហរណ៍រឿងកុនអីគេ download មកបដាក់មក stream លើ website គេតែនាំតែយើងបានចុចមើលចុច play វា load ទៅ ad 3បន្ត Yeah you are the product ហ្នឹងហ្នឹងតែនេះដូចយើងឯងមើលរៀន1ម៉ោងអី2ម៉ោងអីអត់ថេមើលអត់អាណា free មើលអីយើងអញ្ចឹងបងសុំកាត់ទីអញ្ចឹងពេលយើងចុច download click មានថាហ្នឹងដូច product download ណា product បង download យើងដែលមើលរៀងមើលអីទៅ load pop up មកអីគេណាប៉ាមកខ្ញុំយូរ10ម៉ែត្រអី BKX convert BK ប៉ាតោះចារូបមកកត់ហ្នឹងមិនត្រូវ pay លុយមែនទេ Premier រូបមកកត់ត្រូវ pay លុយណារូបមកកត់ហ្នឹង Premium យកហើយត្រូវឲ្យគេបង់លុយទៅគាត់ម្ដងទៀតអាហ្នឹងរឿងដែលវាខុសក្រមសីលធម៌ខ្លាំងហ្មងអត់ធ្លាប់ជួបមាន case មួយreal case មួយគឺមានថាខាងតៃវ៉ាន់ហ្នឹងគេមកស្រុកខ្មែរយើងគេមកធ្វើ app ឲ្យយើង free អញ្ចឹងគេ download នៅស្រុកយើងមានន័យថានៅស្រុកគាត់មានន័យថារាល់ការ download ទាំងអស់គឺ secure
ទៅតៃវ៉ាន់តែដល់ពេលក៏មកដល់យើងគាត់មានន័យថាគាត់ថាប្រតិបគាត់ដដែលគាត់ search គាត់ download ហើយមានន័យថា search ហើយគាត់ file ទៅ install នៅក្នុង server នៅពេលដែលគាត់ install បានមួយថ្ងៃ encrypt file ខ្ទេចមានន័យថាគេបិទ file ខ្ទេចពេលខ្លះដូចបងនិយាយមុនលីហួយអញ្ចឹងពេលខ្លះយើងអត់ទាន់ល្បីគេអត់មាន lock អីយើងទេដល់ពេលដែលគាត់គេបាន ID យើងវាថាយើងជីននរណាឲ្យដឹងថាយើងជីននរណាអូខេនិយាយទៅយើងកាន់ល្បីអាផ្ទាំងស៊ីដែលគេបាញ់ទៅកាន់តែធំខ្ញុំមិននេះដូចភាសាកូនវត្តច្រើននិយាយនៅបាច់អង្គអាហ្នឹងបាច់អង្គសិនតែមន់ធំឧទាហរណ៍ថាឥឡូវតិចទៀតបាច់ចំមកមន់នោះវាធំចាប់យកទៅហើយបន្ទាប់ពីគេ encrypt វាហើយគេ message មកគេ mail មកគេ mail មកគេនិយាយថានៅពេលដែលវា alert lock unlock file ទាំងអស់នៅក្នុង server ហ្នឹងគេឲ្យយើង mail ទៅនឹងខាង Taiwan គេដោះស្រាយគេហ្នឹងដូចជាគេយក 7000 គេយក 7000 chip point មកមានថាគាត់ថាគេយក 7000 ហើយខាងថាយើងនិយាយថា hacker ខាង hack គេក៏មានកម្មសិលធម៌ដែរគេបង់លុយគេ unlock អីហើយយើងជួបធ្វើ server អីសាថ្មីអញ្ចឹងណាហ្នឹងជាអីដែលបងជួបគឺមានថា file download ដែរអានោះ file crack មានន័យថា file crack ហើយចុះដល់ពេលយើង pay គេយើង pay តាមណាទៅខាងតៃវ៉ាន់គេដោះស្រាយអញ្ចឹងមានន័យថាអ្នកដែលនេះហ្នឹងគេដោះស្រាយប៉ុន្តែគ្រាន់តែគេយកគេធ្វើ bill ឲ្យយើងមើលអញ្ចឹងអស់ 7000 យើងមិនមែនដោះស្រាយដោយសារតែវាមកធ្វើឲ្យយើង free ហើយវាអស់ 7000 ទៀតចានេះជាកំហុសគេអញ្ចឹងតែមានថាពេលខ្លះcountry currency ហ្នឹងក៏វាខ្លាំងដែរអញ្ចឹងពេលខ្លះអាហ្នឹងដូចជាគេបាញ់កប្រទេសណាគេ secure ប្រទេសដូចប្រទេសយើងអីបងគាត់ថានិយាយថា hacker គេអត់សូវខ្លាចអ្នក hack ទេគេខ្លាចបំផុតអ្នករៀន hack គេខ្លាចហ្មងមានអានេះគេអល់ហ៎អត់មានខ្វល់គេ hacker គេហ្មងគេមាន target របស់គេមាន target យកចំណុចនេះបើអ្នករៀន hack ទៅអើយរះហែងតិចលុកត្រប់ database អត់ share ប៉ុណ្ណឹងអញ្ចឹងឲ្យដល់ការឲ្យ Liverpool គាត់បន្តចំណុចរបស់គាត់តិចអូខេបងឥឡូវចំណុចទី2គឺ plagiarism ចឹង plagiarism ហ្នឹងគឺជាការ copy ការងាររបស់គេហើយថាហ្នឹងជារបស់យើងចឹងថាការងាររបស់គេដែលគេខំធ្វើមកហ្នឹងជារបស់យើងវិញឬក៏យើងយកមកថាជារបស់យើងធ្វើតែយើងអត់ឲ្យ credit ទៅម្ចាស់ដើមចឹងហ្នឹងហើយចឹងអាហ្នឹងឧទាហរណ៍ថាយើងលួចកូដគេឧទាហរណ៍ថាគេមាន SaaS គេមាន product អីមួយពីច្រើនយើងដឹងដូចឥឡូវឧទាហរណ៍ឲ្យងាយស្រួលគ្នាយើងយល់គឺ open source គេមានឧទាហរណ៍ WordPress ចឹងវាជា open source ចឹងចឹងមិនមែនបុគ្គលណាខលខូចគាត់ទៅ clone code ពីបើតាមខ្ញុំដឹងWordPress ដូចជា host នៅ GitHub វា open source នៅ GitHub អញ្ចឹងយើងទៅ clone code ពីហ្នឹងមកយើងយកទៅឆ្នៃកែ color កែទីទួចទៅថាជារបស់យើងអញ្ចឹងហ្នឹងជា example មួយនៃ plagiarism អញ្ចឹងគឺយើងយករបស់គេហើយយើងមកខែខ្លួនទីទួចទៅថាវាជារបស់យើងទាំងដែលយើងឲ្យ credit គេហ្នឹងហើយវាជាករណីហ្នឹងអញ្ចឹងគឺវាប៉ះពាល់មែនតើដោយសារ open source ឬក៏អ្វីមួយគេធ្វើឲ្យយើងយកទៅប្រើ free មែនប៉ុន្តែគ្រាន់តែយើងឲ្យ credit គេទៅគឺមានថា save to use ឬក៏ save to យកទៅ make អីចឹងដូចគ្នាស្គាល់ cursor IDE ស្គាល់ហ្នឹងហើយហ្នឹងមកពី cursor ហ្នឹងមកពី VS Code ឃើញ interface វាស្តៀងគ្នាគ្រាន់តែ cursor វាមាន AI នៅក្នុងហ្នឹងអញ្ចឹងណាចឹងថាគេ fork ពី GitHub មកfork ពី VS Code មកហើយគេកែគេអីប៉ុន្តែគេឲ្យ credit ទៅ VS Code អញ្ចឹងបានគេ public ដល់សប្តាហ៍ថ្ងៃអញ្ចឹង cursor ហ្នឹងរៀងធំដែរហ្នឹងវា $1 million company ដែរអញ្ចឹង cursor ហ្នឹងហើយ startup គេលឿនមែនតើចេញភ្លាមទុះភ្លាមមក cursor ចឹងនេះគេមានថាគេឲ្យ credit គេអីអញ្ចឹងគេអាចថលុយបានដល់សប្តាហ៍ថ្ងៃអញ្ចឹងលីហូអីថា plagiarism ជាការចម្លងរបស់គេយកមកប្រើប្រាស់ខ្លួនឯងថានឹងជារបស់ខ្លួនឯងហ្នឹងហើយអត់ឲ្យ credit ចុះដល់ពេលប្រឡងឈប់មានម្ដងឡងស្ទងនេះរបស់ខ្លួនឯងអត់មានតែ credit គេក៏ឲ្យមើលគិតវិញទេឲ្យវាអត់កើតទេណាវា affect ដល់យើងឲ្យវាពលដល់ផ្ទះដើមហ្នឹងហើយអានេះងងការដែរគេចង់បានគេចង់បានអញ្ចឹងធ្វើយើងត្រូវហើយចាំមើល final ចំខែ11ទៅពីណាចម្លងខ្ញុំចម្លងស្អែកឡើងប្តឹងហ្មង
សុំ credit តែដាក់ចម្លងពីគុណវត្ត តែខ្ញុំពេលការលើខ្ញុំថាខ្ញុំយកពីមិត្តភ័ក្តិរបស់ខ្ញុំឯងបងគ្រូខ្ញុំឲ្យ credit ហើយដោះលីហួរតទៀត ហ្នឹងហើយឧទាហរណ៍ទៀតដូចជាឧទាហរណ៍ថាសូម្បីតែ UI ដូច mobile app ឬក៏ web អីគេមាន design UI របស់គេមួយអញ្ចឹងក្រុមហ៊ុនគេមួយអញ្ចឹងសូម្បីតែយើងយកពីគេមកឲ្យកែអីក៏យើងគួរតែដាក់ថា inspire by អីមួយអញ្ចឹងទៅពីណាមកអញ្ចឹងទៅយើងអត់មានយកមកឲ្យដាក់ថាបង្កើត domain ទាំងអស់ពី0មកយើងអត់គួរធ្វើអញ្ចឹងអាហ្នឹងក៏ខុសក្រុមសូម្បីតែអីហ្នឹងក៏ត្រូវតែ yes សូម្បីតែ design និយាយទៅ UI design អញ្ចឹងហ្នឹងហើយសូម្បីតែ function អីចឹងយើងយក copy ពីគេមកក៏យើងគួរតែដាក់ថាcredit ឲ្យអ្នកសរសេរពីដើមមកអញ្ចឹងដូច extract from image អញ្ចឹងអានេះរបស់ធ្ងន់ណាគេខំកាត់ function មកវាធ្ងន់ណាដូចយើងបោះតែ text ចូលទៅវា read យើងបោះតែ image ចូលទៅវាទៅ read text ចេញពី image ហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអានេះវាពិបាកមែនតើអញ្ចឹងគួរតែដាក់ credit ឲ្យគេអញ្ចឹងយើងអាចទៅ copy ទាំងអស់មកហើយថាហ្នឹងយើងអ្នកធ្វើធ្វើចឹងសម្រាប់ចំណុចនេះគ្នាយើងមានអីលើចង់ add បន្ថែមទេខ្ញុំគិតមិនដែរអត់អីចំណុចហ្នឹងវាបងគិតថាចំណុចហ្នឹងវាសម្បូរសម្រាប់ខ្លួនបងក៏មានអញ្ចឹងណាបាទតែបងសំខាន់យើងអត់ public យើងនិយាយថាហ្នឹងហើយគេថាឥឡូវ project គូដាក់ឲ្យហ្នឹងមានន័យថាឥឡូវយើងយក library គេមកប្រើបើសិនជាបងអត់ដាក់ឈ្មោះបងឲ្យ credit ទៅ flow by ក៏វាមិនកើតទេត្រូវទេអត់ទេបងបើសិនជា library អីវាអត់អីព្រោះវាឃើញ package នៅក្នុងហ្នឹងដូចយ៉ាប៉ុន្តែវានិយាយចឹងវាចូល cache នៅទៅចូល cache ហ្នឹងដែរចឹងអត់អីចាំពេលបងឡើងកែអាហ្នឹងបងដាក់ credit ឲ្យខាងបាទខ្ញុំឯង library គេចង់បន្តនេះតែដល់ដល់ពេលខ្លួនឯងបង្កើតម្ដងគេយកទៅធ្វើចឹងដែរក្តៅអត់ទេអូខ្លះវាប្រើស្រីវាប្រើស្រីគ្រាន់តែថាអ្នកបង្កើតគេ MIT យើងអាចទៅ claim គេមាន MIT license យើងអាចទៅ claim ថា UI ហ្នឹងមកវិញអញ្ចឹងបើគេឧទាហរណ៍ថាយើងប្រើមែនតែគេសួរថា UI ហ្នឹងប្រើ library គេដូចបើអញ្ចឹង flow byte ដូច chat.cn អីចឹងហ្នឹងយើងប្រាប់គេយើងអត់ claim ថាlibrary ហ្នឹងខ្ញុំអ្នកកើត domain យើងអត់ claim ចឹងហ្នឹងហើយចង់មិនអីចឹងវិញអាហ្នឹងលើយើងនៅបកគោលហើយចឹងយើងគួរតែមានក្នុងខ្លួនល្អណាដូចហ្នឹងហើយចុះឥឡូវនេះមានក្នុងក្រុមខ្លួនទេមានគេទូប្រាប់ហើយនិយាយក៏ប្រាប់ដែរដូច framework អីចឹងយើង build project មួយអញ្ចឹងប្រើ framework អីគេអញ្ចឹងយើងអត់ទៅប្រាប់គេថាអានេះខ្ញុំបង្កើត framework ខ្លួនឯងអីយើងប្រាប់ថាយើងប្រើ framework អីអញ្ចឹងហ្នឹងហើយយើងវាច្រើនអាហ្នឹងទូទៅយើងមិនហ្នឹងទៅនិយាយឈ្មោះចំក៏យើងថាមកពីប្រភពណាដែរអូខេបងអីទេវាហួរអាចតបាទអាហ្នឹងយើងវាអត់សមយើងយករបស់គេប្រើយើងថាយើងធ្វើហ្នឹងអញ្ចឹងចំណុចទី3គឺ IP tip អញ្ចឹងមានថាការ IP tip មានថាការលួចទិន្នន័យសំខាន់មួយឧទាហរណ៍ថាបុគ្គលហ្នឹងគាត់ធ្វើការនៅក្រុមហ៊ុន A អញ្ចឹងគាត់ជា developer គាត់ទៅធ្វើ project ស្អីអញ្ចឹងភាគច្រើនបើក្រុមហ៊ុនមុំអីគេអត់ទៅធំអញ្ចឹងគេអត់ទៅមាន department ច្រើនអីមានតែឧទាហរណ៍ថា start up software solution អញ្ចឹងមាន developer មានអីអញ្ចឹងទៅមាន developer មាន founder មានអីអញ្ចឹងទៅអញ្ចឹង developer ហ្នឹងគាត់ប្រកាសជាមាន credential ឧទាហរណ៍ថាបើគាត់ប្រើ AWS គាត់មាន key មានអីហើយថាគាត់ឧទាហរណ៍ថាប្រើ file storage S3 អីចឹងរបស់ AWS អញ្ចឹងគាត់ប្រកាសជាមាន key ដើម្បី access ទៅហ្នឹងហើយអញ្ចឹងអាហ្នឹងទៅថាក្រុមហ៊ុនស្តាប់ហៅ pay លុយ pay អីអញ្ចឹងឧទាហរណ៍ថា hosting ណា hosting លើ server ហ្នឹង IP គេអញ្ចឹងហើយ infra របស់គេមិនអញ្ចឹងគាត់ស្ទើរតែមាន flow មានអីមកហើយអញ្ចឹងបើយើងចេញពីក្រុមហ៊ុនហ្នឹងយើង share អាហ្នឹងគឺអាហ្នឹងក៏ខុសក្រុមសិលធម៌ណាអាចជាប់ឈ្មោះជា IP tip ហ្នឹងហើយដូចប្រើរបស់គេទាំងដែលយើងអស់សិតជាបុគ្គលិកនៅកន្លែងគេហ្នឹងមែនហ្នឹងហើយទោះយើងជាបុគ្គលិកបើយើងតែបង្កើត project ផ្សេង clone ពី project ក្រុមហ៊ុនហ្នឹងក៏ខុសដែរអូខេយល់ហ្នឹងហើយដូចអានេះខ្ញុំបើហ្នឹងហើយបងហ្នឹងហើយខុសដូចយើងក្រុមហ៊ុនយើង build project ឧទាហរណ៍ថា project PS ហ្នឹងទៅហើយដល់ពេលយើង freelance ក្រៅម៉ោងការងារគេផ្សេងគេចង់បាន PS ដែរបើយើង clone code ពីក្រុមហ៊ុនមកទាំងអស់វានេះណា
យើងលឿនមែនប៉ុន្តែវាខុសក្រមសីលធម៌វាប៉ះពាល់ដល់គេអាហ្នឹងបើគេ បើសិន តែ គេ មានរឿង ចាប់ ណា បានទៀតក៏ជាតកតងមួយច្បាប់ណា ហ្នឹងហើយទោះបច្ចេកហ្នឹងយើងទៅតែឯងទាំងអស់ក៏ដោយក៏យើងអត់ទៅអញ្ចឹងដែរ ប៉ុន្តែបើតាម in case ហើយអ្វីដែលយើងនិយាយគ្នាពីដើមមកយើងសិតតែមានយើងសិតតែដឹងហើយអំពី employee agreement អាហ្នឹងវាសិតតែមានហើយក្នុងហ្នឹងបើសិនជាដឹងហើយនៅតែប្រព្រឹត្តទៀតអាហ្នឹងក៏ដឹងធ្វើមិនដែរមានតែដូចនិយាយទេគុក មានតែគុក គុកអាហ្នឹងតាមនេះដែរបងតាមគេផាន់នេះជាងមិនដែរគេប្រកាសជា list ក្នុងកងត្រាយបើមិនជាយើងល្មើសលើករណីហ្នឹងអាចចេះចឹងទៅតាមក្រុមហ៊ុនគេ list មកក្នុងកងត្រាយអញ្ចឹង ច្រើនធ្វើមិនអេតតែណា បាទគេច្រើន terminate បុគ្គលិកចោលឬក៏និយាយទៅបាត់បង់ការងារពេកច្រើន ខ្មែរយើងដូចមិនថ្នាក់ដល់ជាប់គុកទេគាត់ថាបើដេញចោលធ្ងន់ មានមិនតិចទេវាតិចទេ បើតាមខ្ញុំដឹងបើនៅវិស័យធនាគារប្រហែលអាចជាប់ដល់ថ្នាក់ហ្នឹងមែនសំខាន់សំខាន់ មានគេ សំណងឲ្យពន្ធនាគារទៀត ហើយ សំខាន់ blacklist ពី industry នឹងទៀត ទៅមើល stand up អីវាភាគតិចហ្នឹងហើយ បើលើ stand up ខ្ញុំមកទៅដឹងដែរបើតាមបទពិសោធន៍ខ្ញុំពេលដែលខ្ញុំធ្លាប់ដូរកន្លែងការងារមួយអញ្ចឹងពីកន្លែងចាស់ឧទាហរណ៍ខ្ញុំឈប់កន្លែង A ខ្ញុំទៅកន្លែង B អញ្ចឹងនៅពេលដែលថ្ងៃខ្ញុំឈប់ជា official ហ្មងណាអញ្ចឹងខ្ញុំលុបកូដចេញទាំងអស់ពី laptop ខ្ញុំមក ទុកស្អីទុកកជិះក្បាល អូយធំយើងអាចទុករៀនអញ្ចឹងតែយើងអត់ចង់ធ្វើតែយើងលុបចេញ តែមានអ្នកគេមក check អត់គេអត់ check ទេគេអត់ check ទេ អូនេះយើងធ្វើចេញ តែនេះលើខ្លួនយើងហ្នឹងហើយយើងហ្នឹងហើយបើយើងទុកចឹងយើងនៅ feel guilty ដូចខុសអីចឹងហ្នឹងយើងលុបចេញ ហ្នឹងហើយ អានេះលើបកគលអាហ្នឹងបើយើងគិតថាធ្វើចឹងxong បើតាមមានវិធីមួយទៀតគឺបើសិនជាយើងជាក្រុមហ៊ុន IT ហ្មងដូចអាហ្នឹងសំខាន់ណាស់ទៅលើផ្នែកផលិតវិញ IT support ហ្នឹងទៅលើមានន័យថាគ្រប់ developer ទាំងអស់គេមាន laptop ឬក៏គេមាន ហ្នឹងហើយក ុំព្យូទ័រប្រើដាច់ដោយឡែកប្រើរបស់ខ្លួនឯង បាទរបស់ក្រុមហ៊ុន អាហ្នឹងគេបិទ access ហើយតាំងពី class តាំងពី copy តាំងពី internet តាំងពីអីមិនថាយើងចេះតែឧទាហរណ៍ឥឡូវចង់ទៅពេលដែលចង់និយាយថាពេលខ្លះនៅខាងគេហៅថា helpdesk ខាង helpdesk ហ្នឹងគេដឹងថានៅពេលដែលឧទាហរណ៍បើសិនយើង copy អីចេញឬក៏យើងដកខ្លះចូលកុំព្យូទ័រគេឲ្យ copy អីអាហ្នឹងគេសិតតែ tag ដឹងអស់គេប្រើ event lock អាហ្នឹងក៏ជា security មួយទៀតដែលយើងអត់បាននិយាយពីខាងលើអញ្ចឹងនៅក្នុងក្រុមហ៊ុន IT security helpdesk ហ្នឹងវាខ្លាំងដែរត្រូវយល់ពី algorithm អស់ហ្នឹងអញ្ចឹងណាតែបើថាអូលីហ៊ូឯងថាធ្វើគេថាខ្ជិលទុកអាហ្នឹងអូខេមានន័យថាម៉េចបើសិនជាក្រុមហ៊ុនហ្នឹងដូចជាក្រុមហ៊ុនលីហ៊ូឯងនិយាយ start up ឯងត្រូវហើយ ហ្នឹងហើយបងយើងប្រើកុំព្យូទ័រខ្លួនឯងហ្នឹងធ្វើម៉េចអាហ្នឹងយើងថាក្រុមសរខ្ញុំអែមដែរអញ្ចឹងណាខ្ញុំហ្នឹងហើយក្រុមសរខ្ញុំអែមដែរយើងលុបចោលទៅតែស្ដាយធំបើទុកអង្គុយរៀនចំណេញតែកុំយើងអត់ឡងទៅអូមានកូនចិត្តនឹងដែរមាននេះយើងអាចរៀនអញ្ចឹងដូចទីនីយើងទៅទេយើងទៅតែកន្លែងយើងត្រូវរៀនពីគេតែទៅពេលចេញទៅយើងអត់នេះប៉ុន្តែដូចថាបើសិនជាយើងទុកធម្មតារៀនវាមិនប៉ះពាល់ដល់សិលធម៌របស់យើងទេអានេះខុសក្រមសិលធម៌បងវាមិនប៉ះពាល់ច្បាប់វាខុសក្រមសិលធម៌អានេះយើងមានតែសុំគេណាបងខ្ញុំសុំសុខកូដយើងតែបើយើងយកវាទៅប្រើអីហ្នឹងអាហ្នឹងខុសហើយតែបើយើងទុកតែយើងមិនយកទៅប្រើបើយើងទុកក្នុងគោលបំណងមួយថាពេលខ្លះដូចនិយាយក្រមសីលធម៌យើងអែមដែរ credit ក្រមសីលធម៌យើងយកទុករៀនវាតែយើងសុំគេសិនយើងសុំសិតគេខ្លាចនេះទេខ្លាចថាយើងយកកូដហ្នឹងមកយើងយកទៅរៀនប៉ុន្តែចៃដន្យយើងលក់កុំព្យូទ័រហ្នឹងឬក៏យើងឲ្យប្អូនក្រោយទៅប្អូនឃើញអាហ្នឹងថាអូបោះបងអញហ្នឹងគឺគ្រូទៅច្រើនដូចគ្រូច្រើននិយាយផ្ទេកុំព្យូទ័រឲ្យប្អូនយកដល់ប៉ាតអីបែកធ្លាយកំហុសយើងទីអញ្ចឹងអាហ្នឹងនៅក្នុងកងត្រាក៏គេអត់បានចែកដែរកុំឲ្យតា leak source code ណាតែបើមិនជាយើងទុករៀនហ្នឹងក៏គេអត់ដូចជាអត់បានចែកក្នុងកងត្រាដែរគាត់ថាហ្នឹងយើងមានអារម្មណ៍ដូចអត់ទៅនេះលុបចោលច
ចឹងគ្នាយើងអត់ដូចជាមានចំណុចអីត្រូវលើកឡើងលើ IP តិច អត់ទេបង យើងជជែក តែបើទៅ គ្នា បង បាន ជួយ បាយ និយា ដែរ យ បាទអញ្ចឹងឥឡូវខ្ញុំមាន real case real world case ជាក់ស្ដែងចំនួន2ដែលខ្ញុំចង់លើកមកនិយាយអញ្ចឹងទី1ហ្នឹងគឺ Apple ប៉ះជាមួយនឹង Samsung យ៉ាងហ្នឹងអញ្ចឹងការនៅឆ្នាំ2011 Apple ហ្នឹងចោទ Samsung ថា copy design របស់ Apple copy design 1 feature 2ហ្នឹងហើយអញ្ចឹងApple ហ្នឹងចោទប្រកាន់ទៅ Samsung ថាទូរស័ព្ទរបស់ Samsung ពេលហ្នឹងដែលចេញមកហ្នឹងវាមានអាកោងអ្នកគ្នាយើងអា iPhone វាមានអាកោងហ្នឹងវាកោងកែម កែមកោ ហ្នឹងហើយអញ្ចឹងគិតថាcopy ហ្នឹងហើយអាហ្នឹងមួយហើយទី2 icon របស់ Samsung ពេលហ្នឹងស្រដៀង iPhone ដែរ design icon មកស្រដៀងគ្នាហើយ screen layout មកទៀត screen layout របស់ Apple ក៏ពេលហ្នឹង Samsung ក៏ធ្វើស្រដៀង Apple អញ្ចឹងបានប៉ុណ្្នឹងមកគឺដាក់ក្តាំងមកដល់ប្តឹងមកដល់ដាក់ក្តាំងមក ហ្នឹងដាក់មកក្តាំង ដាក់លន់ក្តាំងមក យូរតាំងពី2011ទៅដល់2018 7ឆ្នាំ overlay បាន case ហ្នឹងចប់ overlay មែន overlay ហ្នឹងហើយអញ្ចឹង result មិនអញ្ចឹងSamsung pay Apple 539 លានដុល្លារ អាមេរិក គាត់តែហ្នឹងហើយគាត់តែ screen ប៉ុណ្្នឹង មិនយន់ទេក៏មិនយេនដែរ USD ដុល្លារ US ដុល្លារ ហ្នឹងហើយ ដោយសារតែ Apple អ្នកឈ្នះអ្នកប្តឹងអ្នកឈ្នះ host ដោយសារតែអា design របស់ iPhone ហ្នឹងគឺត្រូវបានការពារដោយច្បាប់អញ្ចឹងថាដូចបងដែនមួយខុនវត្តលើកឡើងអញ្ចឹងអាហ្នឹងឥឡូវហ្នឹងអាហ្នឹងបានក៏បានលើកឡើងចំណុចហ្នឹងអាហ្នឹង fan to first អាណាតែមុននឹងឈ្នះ first to file first to file ពេលដែលក្រុមហ៊ុននឹងធំទៅគឺត្រូវប្រយ័ត្នមែនតើណាគាត់តែប៉ុណ្្នឹងអស់500លានច្រើនមែនតើយើងគិតដល់ទេតែ តិចខ្លាំងក្រុមហ៊ុនធំមុនអញ្ចឹងគេថាមុនជាគេចេញបច្ចេក structure មកគេចុះជីឲ្យបាត់ហើយយើងហ្នឹងហើយអត់មានអត់ទេអាហ្នឹងគេមិនទាន់ធ្វើហ្នឹងដូចគេចុះជីបាត់ហើយគេថាគម្រោងគេនឹងចេះហ្នឹងហើយចុះក្នុងតាំងពីក្នុងគម្រោងបែបដល់មានខែអីផ្សេងហ៎មានផ្សេងមានហ្នឹងទៀតហ្នឹងអាខាសមកហ្នឹងគឺគេចុះឲ្យតែប៉ះអាលៀកឯងប៉ះអាលៀកហ្នឹងប៉ះអាលៀកមើលសុំប៉ះតិចមើលអត់ទេអាលៀកអញ្ចឹងខេសទី2គឺ Oracle ប៉ះជាមួយនឹង Google គឺធ្វើការផ្តឹងផ្ដល់គ្នាជាមួយនឹង Google អញ្ចឹងបញ្ហាគឺ Oracle ហ្នឹងប្រាប់ថា Google ហ្នឹងប្រើ library មួយដែលក្នុងភាសា Java អញ្ចឹង Oracle ហ្នឹង Oracle បានបង្កើត library មួយដោយប្រើភាសា Java តែឲ្យផ្ដង់ផ្ដល់ទៅGoogle ថាGoogle ហ្នឹងយក library ហ្នឹងទៅប្រើដោយអត់ទៅ say Android ដោយអត់មាន permission ណាអញ្ចឹងអត់មាន permission អត់មាន license ទេតែយកទៅប្រើអញ្ចឹងហ្នឹងហើយហ្នឹងការផ្ដង់ផ្ដល់ហ្នឹងហើយប្រើរបស់គេតែអត់មានយកមកហ្នឹងជាប្រភេទ open source ឬក៏ library គេមកខ្ញុំមានចំណុចចង់លើកកន្លែងមុនខ្ញុំនិយាយខុសចង់កែហ្នឹងតិចមុនហ្នឹងណា library ហ្នឹងមិនមែន open source ទេយល់អត់ library ហ្នឹងរបស់ Oracle ហ្នឹងមិនមែន open source ទេហើយដោយសារអញ្ចឹងបានប្តឹងផ្ដល់គ្នា Oracle ប្តឹងថាGoogle ហ្នឹងយកកូដរបស់យកកូដយក library ទៅប្រើទាំងអត់មាន permission ណាប៉ុន្តែ Google ឈ្នះដោយសារថាពេលដែលប្តឹងផ្ដល់គ្នា code នៅតុលាការអញ្ចឹងប្រាប់ថា copy ហ្នឹង fair to use វាអត់អីវា legal អញ្ចឹងទៅបាន Google ឈ្នះចំណុចហ្នឹងខ្ញុំដឹងខ្ញុំដឹងហ្នឹងហើយខ្ញុំអត់ដឹងមិនដែរបានគេដឹងដល់ថ្នាក់ហ្នឹងចាគ្រាន់តែ line of code ក៏គេដឹងខ្ញុំឆ្ងល់គេ track មិនដែរកន្លែងហ្នឹងចុះបើសិនជាយើងឧទាហរណ៍ Microsoft គេមានអីដូចថាគេអាចដឹងនៅពេលដែលយើងប្រើ crack ប្រើ software របស់គេ crack ខ្ញុំថាប្រហែលជាអានេះខ្ញុំហ្នឹងហើយខ្ញុំថត អាហ្នឹងគេច្បាស់ជាមាន trade secret គេច្បាស់ជាមានសម្ងាត់អីមួយដើម្បីដឹងហ្នឹងមែនទេ algorithm យើងគិតអង្គុយគិតយើងគិតថាវា impossible តែគិតមកស្ទូចាញ់ដូចគ្នាឡើយមែនទេយើងគិតចែក product ហ្នឹងខាងគេអ្នក develop អញ្ចឹងអ្នក crack ហ្នឹងគ្រាន់តែធ្វើឲ្យប្រើ free បាន
មិនទៅ override function អីក្នុងហ្នឹងណា Yeah ត្រូវអញ្ចឹងគេអាច spend ពីមួយថ្ងៃថាអូ laptop model ណាប្រើអញ្ចឹងណា គេគ្រូគាត់ជាស្ដែងតាក់ទងមួយនឹងទូរស័ព្ទ iPhone ណាដែលគាត់ភ្លេចiCloud ទេថា Apple ID Apple account ថាមិនបានជាយើងអាចទៅ override លើរបស់គេបានព្រោះម៉ាស៊ីនហ្នឹងគេដាក់ធ្វើមកឲ្យគេមាននិយាយទៅគេកត់រាល់ការកត់ត្រានិយាយទៅគេ lock ទុកនៅក្នុង server និយាយទៅគ្រាន់តែហៅថាឥឡូវខ្ញុំនិយាយតែ serial number របស់ទូរស័ព្ទហ្នឹងខ្ញុំអត់ដឹងថាអីគ្រាន់តែ number គ្រាន់តែ unique identifier ហ្នឹង online ភ្លាម lock iCloud lock ភ្លាមអញ្ចឹងយើង bypass ឥឡូវខ្ញុំសុំនិយាយតិចបើនិយាយពីរឿង bypass ខ្ញុំអត់ចាំទៅattack ទៅលើពីណាគេទេអាហ្នឹងខ្ញុំជួបជាក់ស្ដែងផ្ទាល់ហើយតាមអីដែលខ្ញុំ research ឃើញទៅគឺបើសិនជាទូរស័ព្ទមួយវាsẽមាន ID របស់វាមួយអញ្ចឹងសិតគេកាត់ទុកនៅ server មិន ID គេត្រូវតាមបាត់ address យ៉ាមិន address ឲ្យយើងនិយាយសាមញ្ញថា ID អញ្ចឹងចុះយល់ទេ ID គេ lock ទុកនៅក្នុង server របស់គេហើយ online last online គេច្បាស់ជាដឹងហើយមែនទេគេអ្នកធ្វើគេច្បាស់ជា make អាហ្នឹងឲ្យ robust ហើយមិនមែនឲ្យថារុញបន្តិចដួលអីមែនទេអញ្ចឹងគ្រាន់តែ ID មួយហ្នឹង online ភ្លាម lock iCloud បាត់ហើយហើយវាបើនិយាយពី bypass វិញ bypass ដាច់ទេ bypass វាគ្រាន់តែលងអា lock screen ហ្នឹងលងអា lock screen ហ្នឹងឲ្យទៅ home screen បានប៉ុន្តែសួរថាiCloud lock ហើយវាច្បាស់ជាបិទ feature ទេបិទអីគេបិទអត់ឲ្យប្រើ SIM ចឹងបានអ្នក bypass វាច្រើនយកមកប្រើបានតែ Wi-Fi ឯងហ្នឹងហើយដាក់ SIM បានចឹងវាដូចដុំថ្មដដែលយល់ទេសម្រាប់ការបកស្រាយរបស់សមាជិកក្រុមយើងគឺថាបានក្បោះក្បាយច្រើនចឹងដើម្បីចូលរួមទៅដល់កម្មសិទ្ធិបញ្ញាហ្នឹងយើងដឹងស្រាប់យើងត្រូវថាទិញ license ប្រើប្រាស់ជួយលើកទឹកចិត្តដល់ developer ហើយយើងទិញ license ហ្នឹងមិនមែនដើម្បីជួយគេណាគឺយើងត្រូវជួយខ្លួនឯងព្រោះយើងដឹងស្រាប់ហើយរបស់ Craig យើងជួបបញ្ហាច្រើនដូចយើងបានសិក្សាកន្លងមកលោកគ្រូក៏បានប្រាប់ថាហេតុអីបានសុកកុំព្យូទ័រអញក្តៅមែនអ៊ីនធឺណិតដើរ speed អស់លីចឹងយើងខ្លាចជា zombie របស់គេអាហ្នឹងមកពីយើងប្រើកម្មវិធី Craig ច្រើនហ្នឹងហើយនិយាយទៅគេយកយើងជាផលិតផលវិញហ្នឹងហើយ product ហ្នឹងបើយើងជា product ឲ្យគេវិញយើងគិតថាការទិញហ្នឹងជួយគេតាមពិតវាជួយយើងដែរវាមិនមែនជួយតែដល់ developer ទេបាទអរគុណដល់សមាជិកក្រុមទាំងអស់គ្នាដែលបានធ្វើការ research យ៉ាងសកម្មដែលតទៅជាមួយនឹងកម្មសិទ្ធិបញ្ញាជាមួយដំណោះស្រាយជាមួយនឹង case ជាក់ស្ដែងជាមួយនឹងប្រភេទនៃកម្មសិទ្ធិបញ្ញាអញ្ចឹងសមាជិកយើងទាំងអស់គ្នាសូមអរគុណលោកគ្រូក៏ដូចជាអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា